บอกខ្ញុំបាទសែនសច្ចៈសូមជម្រាបសួរលោកអ្នកនាងដែលកំពុងតាមដានទស្សនាកម្មវិធីផ្សាយព័ត៌មានប្រចាំថ្ងៃរបស់ VD ជាទីមេត្រីបាទមេតិការព័ត៌មានសម្រាប់ថ្ងៃសុក្រទី5ខែធ្នូឆ្នាំ2025នេះរួមមានសង្គមស៊ីវិលនិងសហគមន៍ទាមទារជាថ្មីឲ្យរដ្ឋដោះស្រាយបញ្ហាសុខុមាលភាពនិងកិច្ចគាំពារសង្គមថៃថាកំពុងតាមចាប់បណ្ដាញឧក្រិដ្ឋជនលាងលុយយមលាក់ទីប្រឹក្សាលោកហ៊ុនសែនរដ្ឋាភិបាលការពារក្រោយរងការរិះគន់ថារក្សាទុកមន្ត្រីសំពីងសំពងបង្កើនបន្ទុកពលរដ្ឋការយាយីបកប្រឆាំងជាហូហែត្រូវគេមើលឃើញថាមកពីអ្នកប្រជាធិបតេយ្យមិនចេះធ្វើការរួមគ្នាជនជាតិម៉ាឡេស៊ីម្នាក់រួចខ្លួនពីមជ្ឈមណ្ឌលឆបោកនៅកម្ពុជាអះអាងថាមានមនុស្ស700នាក់ទៀតកំពុងជាប់គាំងក្រោមការបង្ខំឲ្យធ្វើការបាទរួមទាំងព័ត៌មានមួយចំនួនទៀតនឹងជម្រាបជូនលោកអ្នកនាងជាបន្តបន្ទាប់បាទលំដាប់តទៅនេះខ្ញុំបាទសែនសច្ចៈសូមជូនព័ត៌មានពិស្ដាលោកនាងជាទីមេត្រីអំឡុងពេលធ្វើយុទ្ធនាការ16ថ្ងៃនៃការប្រឆាំងអំពើហិង្សាលើស្ត្រីនិងកុមារឆ្នាំ2025នេះក្រុមអង្គការសមាគមសហជីពនិងសហគមន៍ជិត100នាក់បាននាំគ្នាទៅដាក់ញត្តិនៅក្រសួងចំនួន2ដើម្បីទាមទារឲ្យមានដំណោះស្រាយលើតម្រូវការជាអាទិភាពចំនួន16ចំណុចពាក់ព័ន្ធនឹងបញ្ហាសុខុមាលភាពនិងកិច្ចគាំពារសង្គមបាទសូមទស្សនាសេចក្តីរាយការណ៍របស់កញ្ញាកែវមរកតដូចតទៅសង្គមស៊ីវិលសហគមន៍និងសហជីពទាមទារទៅរដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាសុខុមាលភាពនិងកិច្ចគាំពារសង្គមដល់កម្មករនិយោជិតពលករអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងពង្រឹងចំណាត់ការឲ្យបានតឹងរ៉ឹងការពារដល់ស្ត្រីនិងកុមារពីការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារនិងការបៀតបៀនផ្សេងៗខណៈសំណើទាំងនេះពួកគេបានទាមទារតាំងពីឆ្នាំ2019មកប៉ុន្តែមកដល់បច្ចុប្បន្នរដ្ឋាភិបាលហាក់ដោះស្រាយបានតិចតួចបំផុតការទាមទារនេះបានធ្វើឡើងនៅអំឡុងពេលតំណាងអង្គការសង្គមស៊ីវិលសហជីពនិងសហគមន៍ប្រមាណជិត100នាក់បាននាំគ្នាប្រមូលផ្ដុំដាក់ញត្តិទៅក្រសួងកិច្ចការនារីនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី5ខែធ្នូនេះអំឡុងពេលដែលពួកគេធ្វើយុទ្ធនាការ16ថ្ងៃនៃការប្រឆាំងអំពើហិង្សាលើស្ត្រីនិងកុមារឆ្នាំ2025ក្រោមប្រធានបទគាំពារសុខុមាលភាពពលរដ្ឋដើម្បីយុត្តិធម៌សង្គមក្នុងសម័យ Digital អំឡុងពេលដាក់ញត្តិនៅក្រសួងការងារតំណាងសមាគមនិងសហជីពបានអាននៅញត្តិដែលបានដាក់ទៅក្រសួងនៅតម្រូវការចាំបាច់ជាអាទិភាពទាំង16ចំណុចដែលអង្គការសមាគមនិងសហជីពបានរកឃើញនិងជំរុញឲ្យមានការដោះស្រាយក្នុងនោះមានដូចជាការជំរុញឲ្យពន្លឿនការធ្វើវិសោធនកម្មច្បាប់អំពើហិង្សាក្នុងគ្រួសារបង្កើតជម្រកសុវត្ថិភាពរបស់រដ្ឋសម្រាប់ស្ត្រីនិងកុមារងាយរងគ្រោះដោយអំពើហិង្សានិងចាត់វិធានការឲ្យបានតឹងរ៉ឹងក្នុងការការពារស្ត្រីនិងកុមារពីអំពើហិង្សាចាត់វិធានការរដ្ឋបាលជាក់លាក់និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាការបំផិតបំភ័យគ្រប់រូបភាពលើប្រជាពលរដ្ឋស្ត្រីការការពារសិទ្ធិមនុស្សដីធ្លីការងារនិងបរិស្ថានដែលពួកគេបញ្ចេញមតិពីបញ្ហាប្រឈមក្នុងសហគមន៍សម្រាប់ផ្នែកការងារពួកគេស្នើឲ្យធ្វើកំណែទម្រង់និងពង្រឹងស្តង់ដារសុវត្ថិភាពសម្រាប់កម្មករនិយោជិតវាយនភ័ណ្ឌកាត់ដេរកែលម្អលក្ខខណ្ឌការងារនិងពង្រឹងយន្តការការពារអ្នកធ្វើការតាមផ្ទះពង្រឹងយន្តការការពារពលករចំណាក់ស្រុកពីការកេងប្រវ័ញ្ចការជួញដូរមនុស្សនិងទេសចរសម័យទំនើបចុះធ្វើអធិការកិច្ចតាមទីតាំងការងារដើម្បីពង្រីកវិសាលភាពនៃការផ្ដល់ប័ណ្ណបសសដល់កម្មករនិយោជិតជាដើមកញ្ញាឈឹមស៊ីធោប្រធានសហជីពត្រួតត្រងសិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Nagavel បានថ្លែងថាតម្រូវការជាអាទិភាពទាំង16ចំណុចពួកគេធ្លាប់បានដាក់ទៅក្រសួងពាក់ព័ន្ធឲ្យដោះស្រាយជាច្រើនឆ្នាំមកហើយប៉ុន្តែពុំមានលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់នោះទេទើបពួកគេដាក់សំណើជាថ្មីដើម្បីជំរុញឲ្យមានដំណោះស្រាយដោយសារយើងមើលឃើញថាតម្រូវការទាំងអស់នឹងមានការវិវត្តតិចតួចដូច្នេះហើយតាំងពីឆ្នាំ2019រហូតមកដល់ពេលនេះគឺយើងនៅតែបន្តជំរុញហើយនឹងដាក់តម្រូវការនេះទៅដល់ក្រសួងពាក់ព័ន្ធ
ឲ្យទទួលយកហើយនឹងអនុវត្តក៏ដូចជាទទួលយកអនុសាសន៍ដែលយើងបានដាក់ជូនទៅដែរទៅលើបញ្ហាដែលយើងរកឃើញនិងតម្រូវការដែលយើងចង់បានទាំងអស់ហ្នឹងដោយធ្វើការពាក់ព័ន្ធនឹងផ្នែកសិទ្ធិការងារកញ្ញាស៊ីធក៏បានស្នើដល់រដ្ឋាភិបាលផ្ដល់សច្ចាប័នដល់អនុសញ្ញាលេខ109ដែលជាអនុសញ្ញាថ្មីរបស់អង្គការពលកម្មអន្តរជាតិនិងអនុសញ្ញាលេខ189ស្ដីពីការងារសមរម្យសម្រាប់កម្មករតាមផ្ទះដើម្បីធានាពីសុវត្ថិភាពរបស់កម្មករនិយោជិតជាស្ត្រីផងដែរស្របនៅក្នុងបរិបទនេះដែរក៏យើងចង់ឲ្យរាជរដ្ឋាភិបាលជាពិសេសតាមរយៈក្រសួងកិច្ចការនារីពិចារណានៅក្នុងការផ្ដល់សច្ចាប័នដល់អនុសញ្ញាស៊ីលេខ190ដែរដែលជាអនុសញ្ញាថ្មីរបស់អង្គការពលកម្មអន្តរជាតិនៅក្នុងការធានាអំពីការធានាសុវត្ថិភាពរបស់កម្មករស្ត្រីនៅក្នុងពិភពការងារតាំងពីការដែលគាត់គ្រោះថ្នាក់ឬក៏មានបញ្ហានៅកន្លែងការងារឬក៏តាមផ្លូវមកផ្ទះឬក៏ពីផ្ទះទៅកន្លែងធ្វើការអញ្ចឹងអនុសញ្ញានេះគឺសំខាន់ណាស់ដែលអនុសញ្ញាស៊ី189ក៏ដូចគ្នាដែលយើងយកឃើញថាដល់ម៉ោងនេះគឺអត់ទាន់មានការទទួលផ្ដល់សច្ចាប័នពីរដ្ឋាភិបាលទេអញ្ចឹងឆ្លៀតក្នុងឱកាសយុទ្ធនាការ16ថ្ងៃលោកបំបត្តិពើហិង្សាប្រឆាំងលើស្ត្រីនិងកុមារីនៅទូទាំងពិភពលោកដែលបានប្រារព្ធនៅក្នុងកំឡុងពេលនេះគឺយើងសង្ឃឹមថារដ្ឋាភិបាលយើងនឹងផ្ដល់សច្ចាប័នទៅដល់អនុសញ្ញាទៅនឹងផ្ដល់ដំណោះស្រាយទៅតាមតម្រូវការទាំង16ដែលយើងបានដាក់ជូនទៅប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មអ្នកស្រីអ៊ូទេផូលីនបានលើកឡើងថាបញ្ហាដែលបានកើតមានក្នុងសង្គមមិនមែនមានតែ16ចំណុចនេះទេប៉ុន្តែអ្វីដែលពួកគាត់ដាក់ទៅរដ្ឋាភិបាលនេះជាតម្រូវការចាំបាច់និងជាអាទិភាពរបស់ពលរដ្ឋកម្មករនៅមូលដ្ឋាននិងនៅក្នុងសហគមន៍ដែលទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់តម្រូវការច្រើនជាងនឹងទៀតប៉ុន្តែយើងជឿថាបញ្ហាទាំងអស់ហ្នឹងបើសិនជារដ្ឋាភិបាលក្នុងតែ16ហ្នឹងជាប្រវត្តិមួយចំនួនបងប្អូនស្ត្រីមួយចំនួននៅតាមសហគមន៍តាមមូលដ្ឋានកម្មករនិយោជិតត្រូវបានដោះស្រាយហើយរួចផុតទុកបានខ្លះដែរព្រោះយើងដូចយើងបានប្រាប់ឲ្យថាតាំងពី2019មកយើងអត់បោះបង់ចោលទេហើយយើងក៏តាមត្រួតពិនិត្យទៅលើគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញដែរហើយកន្លែងណាប្រសើរយើងដាក់ថាប្រសើរកន្លែងណាអត់ទាន់បានគ្រប់គ្រាន់យើងបន្ថែមឲ្យមានការពន្លឿនVOD មិនអាចសុំការឆ្លើយតបជំវិញករណីនេះពីអ្នកស្រីសស៊ីណែតអ្នកនាំពាក្យក្រសួងកិច្ចការនារីនិងលោកសុនមេសាអ្នកនាំពាក្យក្រសួងការងារបានទេនៅថ្ងៃទី5ខែធ្នូនេះបើតាមក្រមសហជីពនិងសង្គមស៊ីវិលគឺក្រសួងទាំងពីរបានឲ្យមន្ត្រីមកទទួលញត្តិរបស់ពួកគេហើយតែពុំទាន់មានការឆ្លើយតបយ៉ាងណានៅឡើយកាលពីថ្ងៃទី17ខែមិថុនាឆ្នាំ2025ក្រុមអង្គការសង្គមស៊ីវិលចំនួន13ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍រួមជំរុញដល់រដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារឲ្យបានឆាប់ដើម្បីធានាថាមនុស្សគ្រប់រូបអាចរស់នៅរួចផុតពីអំពើហិង្សាខណៈពួកគេថាការពន្យាពេលក្នុងការកែតម្រូវច្បាប់នេះកំពុងបង្កហានិភ័យដល់អាយុជីវិតរបស់មនុស្សសេចក្តីថ្លែងការណ៍នោះបន្តថាអស់រយៈពេលជាង8ឆ្នាំមកហើយដែលដំណើរការធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះឆ្នាំ2025របស់កម្ពុជាមិនមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់នោះទេកត្តានេះជាការព្រួយបារម្ភដោយសារតែការស្ទង់មតិរបស់រដ្ឋាភិបាលបន្តបង្ហាញអំពីកម្រិតនៃអំពើហិង្សានិងការរំលោភបំពានដ៏ច្រើនលើសលប់ដែលភាគច្រើនប៉ះពាល់ទៅលើស្ត្រីកុមារនិងអ្នកស្រឡាញ់ភេទដូចគ្នាអង្គការទាំងនោះបន្តថាការធ្វើវិសោធនកម្មច្បាប់នេះគឺជាជំហានដ៏សំខាន់ចាំបាច់មួយក្នុងដំណើរការឆ្ពោះទៅដោះស្រាយវិបត្តិសង្គមខណៈប្រព័ន្ធការពារជនរងគ្រោះនិងការឆ្លើយតបដែលមាននៅក្នុងពេលបច្ចុប្បន្ននេះមិនទាន់មានគ្រប់គ្រាន់នៅឡើយទាំងផ្នែកលទ្ធភាពនិងសមត្ថភាពអតីតតំណាងរាជគណៈបកសង្គ្រោះជាតិលោកម៉ែនសុថាវរិនឯកភាពលើសំណើទាំង16ចំណុចរបស់អង្គការសមាគមសហជីពនិងសហគមន៍ទាំងនោះគណៈរដ្ឋាភិបាលនៅមានភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់និងកិច្ចការពារដល់ពលរដ្ឋកម្មករពលករជាពិសេសស្ត្រីនិងកុមារករណីនេះលោកក៏បានជំរុញឲ្យរដ្ឋាភិបាលពង្រឹងនូវការអនុវត្តច្បាប់រៀបចំគោលនយោបាយនិងក្របខ័ណ្ឌច្បាប់ក្នុងការការពារស្ត្រីនិងកុមារព្រមទាំងលើកកម្ពស់និងការពារសិទ្ធិកម្មករនិយោជិតនិងពលករដែលជាកម្លាំងចលនាក្នុងការជួយដល់សេដ្ឋកិច្ចជាតិនិងសង្គមយើងដឹងថាស្ត្រីដើរតួយ៉ាងសំខាន់ក្នុងការកសាងសន្តិសុខសេចក្តីសុខនិងសុភមង្គលក្នុងគ្រួសាររួមទាំងការកសាងសន្តិភាពនិងការចូលរួមក្នុងការអភិវឌ្ឍប្រទេសជាទាំងមូលដូច្នេះដើម្បីដោះស្រាយបញ្ហាវិសមភាព gender និងអយុត្តិធម៌សង្គមទៅលើស្ត្រីនិងទាមទារឲ្យមានការចូលរួមពេញលេញនិងប្រកបដោយអត្ថន័យគីពីស្ត្រីនិងកុមារនៅគ្រប់កម្រិតនៃការធ្វើនយោបាយនិងក្របខ័ណ្ឌច្បាប់
បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូចេញផ្សាយនៅថ្ងៃទី16ខែតុលាឆ្នាំ2025មានជនរងគ្រោះយ៉ាងតិចចំនួន146នាក់ក្នុងនោះមានកុមារចំនួន46នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សាផ្លូវភេទក្នុងរយៈពេលយ៉ាងតិច6ឆ្នាំចុងក្រោយគឺចាប់តាំងពីឆ្នាំ2020ឃាតកម្មក្នុងបរិបទនៃអំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សាផ្លូវភេទមានកម្រិតខ្ពស់ជារៀងរាល់ឆ្នាំដោយកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ2024និងនៅតែមានចំនួនខ្ពស់ប្រហាក់ប្រហែលគ្នាក្នុងរយៈពេល8ខែដើមឆ្នាំ2025ចំណែកក្រុមអង្គការសង្គមស៊ីវិលនិងសហជីពឲ្យដឹងនៅពេលកន្លងមកថាវិស័យការងារនៅតែជាវិស័យចម្បងបំផុតមួយរបស់ប្រទេសកម្ពុជាដែលស្រូបយកកម្លាំងពលកម្មសរុបប្រមាណ 9.23 លាននាក់ក្នុងនោះផ្នែកវាយនភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបមានកម្មករនិយោជិតបម្រើការងារសរុបជាង 9 សែននាក់ខណៈវិស័យសន្តាគារទេសចរណ៍និងសេវាកម្មជាង 6 សែននាក់និងវិស័យសំណង់ប្រមាណ 3 សែននាក់ប៉ុន្តែកម្មករនិយោជិតនៅតែរងការគំរាមកំហែងនៅពេលដែលចង់ក្រងឬចូលរួមក្នុងការបង្កើតសហជីពបញ្ហាប្រាក់ឈ្នួលនៅតែមានកម្រិតទាបដែលធ្វើឲ្យកម្មករមិនអាចដោះស្រាយបញ្ហាជីវភាពនិងធ្លាក់ក្នុងបំណុលវ័នកខណៈច្បាប់មួយចំនួនក៏មានការរឹតបន្តឹងសេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិតនិងសហជីពផងដែរនាងខ្ញុំកៅមរកត VOD បាទលោកនាងជាទីមេត្រីថៃបន្តទម្លាយពីវិធានចាប់ខ្លួនបណ្ដាញឧក្រិដ្ឋជនលាងលុយ2រូបរួមទាំងលោកយឹមលាក់ដែលថៃថាជាទីប្រឹក្សាលោកហ៊ុនសែនអ្នកខ្លំមើលថានេះគឺជាយុទ្ធសាស្ត្រថៃដើម្បីបិទមាត់មេដឹកនាំខ្មែរកុំឲ្យប្រឆាំងនឹងមហិច្ឆតាលាបទឹកដីយ៉ាងណាបកកណ្ដាលអំណាចហាក់មិនចាប់អារម្មណ៍បាទសូមទស្សនាសេចក្តីរាយការណ៍របស់លោកប៉ុលសម្បត្តិដូចតទៅរដ្ឋាភិបាលថៃបន្តទម្លាយថាតឡាការព្រហ្មទណ្ឌរបស់ខ្លួនបានចេញដីកាតាមចាប់ខ្លួនអក្រិតជន2នាក់ទៀតក្នុងនោះមានទាំងឈ្មោះយឹមលាក់ជាទីប្រឹក្សារបស់លោកហ៊ុនសែនដែលចោទថាមានជាប់ពាក់ព័ន្ធទៅនឹងអក្រិតកម្មឆោបបោកនិងលាងលុយកខ្វក់ខណៈជាបន្តបន្ទាប់ថៃបានបង្ហាញពីចំណាត់ការដូចគ្នានេះក្រោយមានចំនួនព្រំដែនជាមួយកម្ពុជាកាលនេះអ្នកតាមដានស្ថានភាពនយោបាយកម្ពុជាទទូចឲ្យរដ្ឋាភិបាលកម្ពុជាប្រើកម្ដាប់ដៃចាប់វិធានការជាបន្ទាន់ដើម្បីស្ដារមុខមាត់កម្ពុជានិងសង្គ្រោះប្រជាជាតិកម្ពុជាពីបញ្ហាបទអក្រិតកម្មនេះដើម្បីកុំឲ្យភាគីថៃបន្តយកលេសនេះដាក់សម្ពាធពីបញ្ហាព្រំដែនខណៈថៃចង់សម្រេចផែនការលេបទឹកដីខ្មែរតាមផែនទីខ្នាត1លើ50ពាន់ដែលថៃគូដោយឯកតោភាគីដែលលោកហ៊ុនសែនហៅថាជាផែនទីចោលកាលពីថ្ងៃទី4ខែធ្នូឆ្នាំ2025សារព័ត៌មានថៃ PBS និង The Nation បានចុះផ្សាយថាតុលាការថៃបានសហការជាមួយនឹងការិយាល័យប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់របស់ថៃចេញដីកាតាមចាប់ខ្លួនមនុស្សម្នាក់ទៀតឈ្មោះយឹមលាក់និងភរិយាជនជាតិថៃដែលបានគប់គិតជាមួយនឹងលោក Ben Smith រកស៊ីឆោបបោកនិងលាងលុយកខ្វក់ប្រតិបត្តិការឆ្លងដែនក្នុងប្រទេសថៃប្រពន្ធនិយាយថាលោកយឹមលាក់ជាប្រធានក្រុមហ៊ុន BIC របស់កម្ពុជានិងជាទីប្រឹក្សារបស់លោកហ៊ុនសែនជាមួយនឹងលោក Ben Smith កាន់លិខិតឆ្លងដែនការទូតកម្ពុជារកស៊ីឆោបបោកទិញឡានទំនើបជាង$4 លានក្នុងប្រទេសថៃប្រពន្ធបញ្ជាក់ថាលោក Ben Smithគឺជាមេខ្លោងអក្រិតកម្មឆោបបោកបានបង្កើតមជ្ឈមណ្ឌល call center ឬហៅថាឆោបបោកតាមប្រព័ន្ធអនឡាញដែលមានសញ្ជាតិខ្មែរអាហ្វ្រិកខាងត្បូងបានប្រព្រឹត្តបទល្មើសឆោបបោកនិងលាងលុយកខ្វក់បង្កផលប៉ះពាល់ដល់សន្តិសុខក្នុងតំបន់និងពិភពលោកផងដែរវិធានការរបស់ថៃនេះហាក់មិនមែនជាលើកទី1ទេជាស្ដែងថ្មីនេះកាលពីថ្ងៃទី3ខែធ្នូសារព័ត៌មានថៃជាច្រើនរួមទាំងข่าวសុទ្ធនិង The Nation បានចុះផ្សាយថានាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវីរគុណនិងការិយាល័យប្រឆាំងការលាងលុយកខ្វក់បានប្រកាសរឹបអូសនឹងបកកទ្រព្យសម្បត្តិរបស់លោកយ៉ែនស៊ីនិងអុកញ៉ាកុកអានដែលជាសមាជិកព្រឹទ្ធសភាកម្ពុជាដោយសំអាងពីការរកឃើញថាពួកគេមានជាប់ពាក់ព័ន្ធទៅនឹងអក្រិតកម្មឆោបបោកឆ្លងដែននិងបទល្មើសលាងលុយកខ្វក់ប្រពន្ធបន្តថាការិយាល័យប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់របស់ថៃបានរកឃើញប្រតិបត្តិការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិតការជួញដូរមនុស្សនិងការលាងលុយ Digital ដោយបានរឹបអូសទ្រព្យសម្បត្តិមានចំនួន102មុខទំនិញរួមទាំងដីធ្លីសាច់ប្រាក់រាប់លានបាតរថយន្តទំនើបនិងគ្រឿងសង្ហារិមប្រណិតដែលមានតម្លៃប្រមាណជាង373លានបាតឬប្រមាណជាង$11 លានសហរដ្ឋអាមេរិកប្រពន្ធនិយាយថាលោកកុកអាននិងសាច់ញាតិរបស់គាត់4នាក់ទៀតបានប្រើប្រាស់ករណីបោកប្រាស់ដែលមានការផ្ទៀងផ្ទាត់ស្កេនមុខនិងលាងលុយកខ្វក់ប្រតិបត្តិការចូលទៅក្នុងអចលនទ្រព្យថៃ
ប្រភពបញ្ជាក់ថាលោកកុកអានម្ចាស់ក្រុមហ៊ុន Grand Casino បានយកអគារ Grand Casino ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញឬ call center ដើម្បីឆបោកជនបរទេសរួមទាំងជនជាតិថៃគួររំលឹកថាកាលពីថ្ងៃទី30ខែមេសាឆ្នាំ2024ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកយឹមលាក់និងលោក Ben Smith ជាទីប្រឹក្សាផ្ទាល់របស់លោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាជុំវិញរឿងនេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកជាធិរិទ្ធធ្លាប់ប្រាប់វិនិថារដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាមិនខ្វល់នឹងការបង្កក់ឬរឹបអូសទ្រព្យសម្បត្តិពីសំណាក់ភាគីថៃនោះទេម្យ៉ាងវិញទៀតលោកថាថៃគ្មានដែនសមត្ថកិច្ចណាមកហ៊ានចាប់មន្ត្រីរបស់រដ្ឋាភិបាលកម្ពុជានោះទេថៃចង់ប្រកាសធ្វើអីទៅស្រាញតែចិត្តគេទៅអានោះយើងកុំខ្វល់ពីព្រោះអីវាគ្មានអីពាក់ព័ន្ធឬក៏គ្មានដែនសមត្ថកិច្ចអីមកលើតុលាការឬក៏យុត្តិធម៌អីនៅក្នុងប្រទេសកម្ពុជាឬក៏ពាក់ព័ន្ធនឹងប្រទេសកម្ពុជារបស់យើងនេះពីព្រោះអានោះជាលបែងរបស់គេទេយើងទៅខ្វល់អីជុំវិញបញ្ហានេះអនុប្រធានគណៈបកឆន្ទៈខ្មែរលោកសុនឆៃបានប្រាប់ VD នៅថ្ងៃទី5ខែធ្នូនេះថាវាលំមដល់ពេលដែលរដ្ឋាភិបាលកម្ពុជាគួរប្រើកណ្ដាប់ដៃដែកបង្ក្រាបពួកក្រុមអក្រិតជនធំដែលអន្តរជាតិរកឃើញជាបន្តបន្ទាប់នេះលោកថាបញ្ហាអក្រិតកម្មនេះសហរដ្ឋអាមេរិកចក្រភពអង់គ្លេសកូរ៉េខាងត្បូងរួមទាំងប្រទេសថៃបានបង្ហាញភស្តុតាងយ៉ាងច្បាស់ហើយដូច្នេះរដ្ឋាភិបាលកម្ពុជាគួរមានវិធានការចាប់ខ្លួនលោក Jensi និងលោក Ben Smith និងបុគ្គលមួយចំនួនទៀតដើម្បីស្ដារមុខមាត់កម្ពុជានិងលាងជម្រះមន្ទិលសង្ស័យរបស់មហាជនផងដែរយើងដឹងហើយថាលោក Jensi ក៏ដូចជាលោក Ben Smith នេះគឺត្រូវបានសហគមន៍អន្តរជាតិនោះរកឃើញនិងមានភស្តុតាងគ្រប់គ្រាន់ពីការរកស៊ីខុសច្បាប់ទាំងការលាងលុយកខ្វក់និងការរកស៊ីឆបោកតាមប្រព័ន្ធអនឡាញជាដើមដូច្នេះយើងកម្ពុជានឹងគឺមានការទទួលរងធ្ងន់ធ្ងរជាងគេដោយសារករណីលោក Jensi នេះគឺមានស្ថិតនៅក្នុងទីតាំងធំបណ្ដាញធំចាត់ចែងរបស់ពួកលោកស៊ីតាមបោកប្រាស់តាមប្រព័ន្ធអនឡាញរបស់ Jensi នេះគឺនៅភ្នំពេញនៅប្រទេសកម្ពុជាដូច្នេះការពាក់ព័ន្ធជាមួយមន្ត្រីតូចធំនៅក្នុងស្រុកខ្មែរប៉ុណ្ណានោះក៏ជាបញ្ហាមួយដែរត្រូវបុគ្គលដែលត្រូវបានចោទប្រកាន់នោះត្រូវបកស្រាយយ៉ាងដូចម្តេចឲ្យអន្តរជាតិគេទទួលបានហើយដល់រដ្ឋាភិបាលមានវិធានការយ៉ាងម៉េចដើម្បីរំលាយទោសនេះទាំងនោះដែរចំណែកនាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសេងវ៉ាន់លីនិយាយថាការប្រកាសតាមចាប់ខ្លួនមនុស្សជំនិតរបស់លោកហ៊ុនសែនរបស់ថៃនេះមិនមែនជាលើកទី1ទេលោកថាតុលាការថៃនិងអាជ្ញាធរថៃធ្លាប់បានចេញនៃការតាមចាប់ខ្លួននិងរឹបអូសទ្រព្យសម្បត្តិរាប់លានដុល្លារពីលោកលីយ៉ុងផាត់និងលោកកុកអានដែលជាប់ពាក់ព័ន្ធទៅនឹងអក្រិតកម្មឆបោកនិងលាងលុយកខ្វក់លោកបន្តថាពួកអក្រិតជនឆបោកលាងលុយចាប់ជំរិតនិងការជួញដូរមនុស្សភេទច្រើនជាមនុស្សស្និទ្ធនឹងមេដឹកនាំកម្ពុជាដូច្នេះរដ្ឋាភិបាលឯកបកមិនហ៊ានចាត់វិធានការនោះទេព្រោះវាអាចប៉ះពាល់ទៅដល់អំណាចរបស់ខ្លួនលោកសង្កត់ធ្ងន់ថាបញ្ហាអក្រិតកម្មឆបោកចាប់ជំរិតនិងការលាងលុយកខ្វក់នៅកម្ពុជាវាក្លាយជាជំងឺរ៉ាំរ៉ៃសង្គមមួយយូរហើយក្រោមការដឹកនាំរបស់គណៈបកកណ្ដាលអំណាចព្រោះកម្ពុជាគ្មានប្រព័ន្ធត្រួតពិនិត្យអំណាចដោយសាររបស់ភ្នំពេញការពារអក្រិតជនរហូតដល់ពេលនេះអត់មានការស៊ើបអង្កេតចាប់អក្រិតជនដែលសហរដ្ឋអាមេរិកឬក៏អង្គការប្រជាជាតិគេដាក់ក្នុងបញ្ជីខ្មៅទេដូចជាលោកហ៊ុនតូលោកលីយ៉ុងផាត់លោកកុកអាន Prince Group លោក Jensi ហើយឥឡូវយើងគិតមើលឥឡូវនៅថៃគេចូលតាមចាត់វិធានការលោក Ben Smith ដែលកាន់សញ្ជាតិខ្មែរហើយកាន់ប៉ាសពតការទូតហើយនរណាផ្ដល់ប៉ាសពតការទូតឲ្យលោក Jensi នរណាផ្ដល់ជាលោក Jensi តែលោក Jensi ជឿណារបាយការណ៍នៅតាមអ៊ីនធឺណិតបានរកឃើញយ៉ាងច្បាស់ថាលោក Jensi នឹងពាក់ព័ន្ធជាមួយនឹងលោកកូនប្រុសរបស់លោកយឹមឆៃលីសម្រាប់លោកវ៉ាន់លីការដឹកនាំប្រទេសដែលក្រាញអំណាចកំចាត់ដៃគូប្រកួតសម្រាប់ប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សវាជាមិនផុតពីការនាំប្រទេសធ្លាក់ក្នុងរណ្ដៅនៃអក្រិតជនបង្កអស្ថិរភាពសង្គមគ្រោះថ្នាក់ដល់សង្គមជាតិនិងប្រជារាស្ត្រនិងបង្កហានិភ័យដល់ប្រទេសក្នុងតំបន់និងពិភពលោកយ៉ាងនេះក្តីលោកសេងវ៉ាន់លីនៅតែទទូចឲ្យរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គ្រួសារហ៊ុនគួរតែភ្ញាក់រលឹកឡើងវិញស្ដារមុខមាត់កម្ពុជាបង្ក្រាបក្រុមអក្រិតជនទាំងនោះទុកថាដើម្បីសង្គមជាតិនិងប្រជាប្រដ្ឋខ្មែរសម្បុកអក្រិតជនគឺនៅប្រទេសក្នុងតែម្ដងនៅតាមស្ថាប័នធំរបស់រដ្ឋនៅក្នុងជួរគណៈបកនៅក្នុងជួរអេសជននយោបាយរបស់គណៈបកដូច្នេះបើសិនតែចាត់ការឲ្យមានប្រសិទ្ធភាពតតែចាត់ការអេសជននយោបាយជាន់ខ្ពស់របស់ខ្លួន
ហើយជារឿងដែលមជ្ឈដ្ឋានតំបន់ជាពិសេសថៃហើយនិងអន្តរជាតិមើលឃើញថាកម្ពុជាមិនអាចធ្វើបានហើយដល់ណាកម្ពុជាមិនអាចធ្វើបានវាជាចំណុចខ្សោយដែលត្រូវបានគេយកមកប្រើប្រាស់ជាពិសេសថៃនៅក្នុងកាលៈស័កពេលនេះនៅពេលដែលកម្ពុជានិងថៃមានបញ្ហាព្រំដែនថៃនឹងបង្កើនសកម្មភាពបន្ថែមចាត់វិធានការទៅលើបុគ្គលទាំងអស់នេះហើយវាមិនមែនជារឿងដែលចប់ត្រឹមនេះទេនឹងបន្តទៀតព្រោះថាថៃគាត់មើលឃើញថាជាចំណុចខ្សោយរបស់ភ្នំពេញបច្ចុប្បន្នដែលថៃគាត់អាចឆ្កឹះចំណុចត្រង់ហ្នឹងហើយដើម្បីឲ្យភាគីកម្ពុជានឹងបន្តចំហហើយមិនប្រតិកម្មទៅនឹងសកម្មភាពណាមួយដែលរួមពៀនលើដែនអធិបតេយ្យរបស់កម្ពុជាពីសំណាក់ភាគីថៃបាទជិត10ឆ្នាំមកនេះពលគឺក្រមការដឹកនាំរបស់គណៈបកកណ្ដាលអំណាចបានបើកយុទ្ធនាការបំបែកកញ្ចក់សង្គមដែលគេមើលឃើញថាបានប្រឌិតរឿងរំលាយគណៈបកសង្គ្រោះជាតិចាប់ខ្លួនអ្នកនយោបាយបកប្រឆាំងដាក់ពន្ធនាគារកម្ចាត់សារព័ត៌មានឯករាជ្យធ្វើច្បាប់កម្រិតសិទ្ធិអង្គការសង្គមស៊ីវិលដើម្បីក្តោបអំណាចបែបគ្រួសារនិយមកន្លងមកនេះកម្ពុជាត្រូវបានគេរកឃើញថាជាឋានសួគ៌ពួកអក្រិតជនបង្កការគំរាមកំហែងដល់ជីវភាពពលរដ្ឋនិងអន្តរជាតិជ្រុងមួយនៃបញ្ហានេះកាលពីថ្ងៃទី14ខែតុលាឆ្នាំ2025សហរដ្ឋអាមេរិកចក្រភពអង់គ្លេសរួមគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន Brin របស់អង្គការ Jensi ទីប្រឹក្សារបស់លោកហ៊ុនសែនក្រោយរកឃើញថាជាបណ្ដាញអក្រិតកម្មឆបោកខ្នាតអន្តរជាតិលួចលុយរាប់ពាន់លានដុល្លារពីជនរងគ្រោះជុំវិញពិភពលោកជាមួយគ្នានោះក្រសួងយុទ្ធភ័ពអាមេរិកប្រកាសថាអាមេរិកបានបង្កកទ្រព្យសម្បត្តិជាង 15,000 លានដុល្លាររបស់អង្គការ Jensi ព្រមទាំងចេញនៃការចោទប្រកាន់ជំវិញការបើកមជ្ឈមណ្ឌលឆបោកតាមអនឡាញលាងលុយកខ្វក់និងបង្ខំមនុស្សខុសច្បាប់បើតាមក្រសួងយុទ្ធភ័ពអាមេរិករដ្ឋអាជ្ញាតុលាការសហព័ន្ធសហរដ្ឋអាមេរិកទីក្រុងញូវយ៉កបានចោទប្រកាន់លោក Jensi ជំវិញបទអក្រិតឆបោកលាងលុយកខ្វក់ដែលអាចប្រឈមជាប់ពន្ធនាគារ40ឆ្នាំកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025សារព័ត៌មានកូរ៉េឈ្មោះថា The Korean Herald បានឲ្យដឹងថារដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Brinks Group របស់អង្គការ Jensi និងក្រុមហ៊ុន Huiwon Group របស់អង្គការហ៊ុនតូនិងបុគ្គលចំនួន15រូបទៀតនៅកម្ពុជារួមទាំងបណ្ដាញទីផ្សារងងឹតពាក់ព័ន្ធទៅនឹងឧស្សាហកម្មឆបោកតាមអនឡាញជាច្រើនទៀតរបាយការណ៍នានាបង្ហាញថាមនុស្សចំណិតមួយចំនួននៅជុំវិញប្រធានគណៈបកកណ្ដាលអំណាចលោកហ៊ុនសែនត្រូវបានអន្តរជាតិរកឃើញជាបន្តបន្ទាប់ថាជាមេអក្រិតជនឆបោកនិងលាងលុយកខ្វក់ឬលុយខុសច្បាប់មានអង្គការហ៊ុនតូអង្គការលីយ៉ុងផាត់អង្គការកុកអានអង្គការទ្រីភិបនិងប្រធានក្រុមហ៊ុន Brin គឺលោក Jensi ជាដើមខ្ញុំបាទប៉សម្បត្តិ VD បាទលោកនាងជាទីមេត្រីគណៈបកកម្លាំងជាតិដែលគេដឹងថាមាននិន្នាការប្រជាធិបតេយ្យនោះកាលពីថ្ងៃទី4ខែធ្នូបានធ្វើសន្និសីទកាសែតឆ្លើយតបទៅនឹងក្រសួងមហាផ្ទៃដែលបង្កការលំបាកជុំវិញការពន្យាពេលទទួលស្គាល់លទ្ធផលសមាជបដូរសមាជិកភាពថ្នាក់ដឹកនាំក្រោយមេបកខ្លួនគឺលោកស៊ុនចន្ទធីត្រូវបានចាប់ខ្លួនបញ្ហានេះរងការស្ដីបន្ទោសថាបញ្ហាចម្បងមកពីក្រមអ្នកប្រជាធិបតេយ្យមិនចេះធ្វើការរួមគ្នាហើយថាពួកគេនឹងមិនទៅដល់គោលដៅដើម្បីផ្លាស់ប្ដូរសង្គមទេបាននៅតែបែកបាក់គ្នានោះបាទសូមទស្សនាសេចក្តីរាយការណ៍របស់ខ្ញុំបាទដូចតទៅអ្នកតាមដាននិយាយថាការដែលគណៈបកកណ្ដាលអំណាចបន្តប្រើយុទ្ធសាស្ត្រកម្ចាត់និងយាយីក្រុមគណៈបកប្រឆាំងជាហោហាយច្រើនឆ្នាំមកនេះតាមទំនឹងចិត្តនោះបញ្ហាចម្បងមួយគឺក្រុមអ្នកមាននិន្នាការប្រជាធិបតេយ្យមិនចេះធ្វើការរួមគ្នាដើម្បីឆ្ពោះទៅរកការផ្លាស់ប្ដូរដែលផ្ដល់ការជឿទុកចិត្តពីប្រជាពលរដ្ឋការលើកឡើងនេះក្រោយក្រសួងមហាផ្ទៃមិនទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណៈបកកម្លាំងជាតិដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី6ខែមេសាឆ្នាំ2025នោះទេក្នុងលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025បានសម្អាងថាសមាជិកគណៈកម្មាធិការនយោបាយមួយចំនួនរបស់គណៈបកកម្លាំងជាតិកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការនៅឡើយក្នុងន័យនេះដោយអនុលោមតាមបញ្ញត្តិមាត្រា18ថ្មីនៃច្បាប់ស្តីពីគណៈបកនយោបាយក្រសួងមហាផ្ទៃមិនទទួលស្គាល់នៅលទ្ធផលសមាជវិសាមញ្ញរបស់គណៈបកកម្លាំងជាតិឡើយជុំវិញរឿងនេះអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេសុជាតិក៏សម្គាល់ថាលំហសេរីភាពនយោបាយនៅកម្ពុជារងការរិះគន់ពីសហគមន៍អន្តរជាតិថាមានការរឹតបន្តឹងយ៉ាងខ្លាំងដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកែលម្អជាបន្ទាន់សម្រាប់លោកសុជាតិក្នុងស្ថានភាពលំបាកផ្នែកសេរីភាពនយោបាយនេះលោកបានជំរុញឲ្យមានការរួបរวมក្នុងចំណោមអ្នកប្រជាធិបតេយ្យដើម្បីក្លាយជាចរន្តមួយដ៏រឹងមាំទើបអាចប្រកួតប្រជែងជាមួយគណៈបកកណ្ដាលអំណាចបានបន្ថែមពីនេះលោកសុជាតិសង្កត់ធ្ងន់ថាការបែកបាក់ក្នុងចំណោមអ្នកប្រជាធិបតេយ្យគឺជាបញ្ហាប្រឈមមួយដែលនឹងធ្វើឲ្យបាត់បង់សម្លេងនៅក្នុងសភាហើយមិនអាចដោះស្រាយបញ្ហាជូនជាតិបាននោះទេ
ខ្ញុំយល់ថាដល់ពេលដែលអ្នកនយោបាយក្រៅរដ្ឋាភិបាលទាំងអស់គួរតែបង្កើតនៃយន្តការប្រជាធិបតេយ្យផ្ទៃក្នុងហើយឈប់តាំងខ្លួនធ្វើជាអធិរាជនយោបាយប្រជាធិបតេយ្យហើយនឹងរៀបចំខ្លួនឲ្យស័ក្តិសមជាអ្នកប្រជាធិបតេយ្យដែលចេះនិយាយគ្នាដោះស្រាយគ្នាដោយសន្តិវិធីក៏ដូចជារៀបចំនៅផែនការយុទ្ធសាស្ត្រដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់ឆ្នាំ2027និងត្រៀមរៀបចំកម្លាំងថ្នាក់ដឹកនាំថ្នាក់ជាតិដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ2028នោះគឺជាអ្វីដែលចាំបាច់ហើយអ្វីដែលគួរធ្វើជុំវិញការបដិសេធរបស់ក្រសួងមហាផ្ទៃនេះដែរគណៈបកកម្លាំងជាតិនៅថ្ងៃទី4ខែធ្នូក៏បានធ្វើសន្និសីទសារព័ត៌មានមួយនៅក្នុងស្នាក់ការរបស់ខ្លួនក្នុងរាជធានីភ្នំពេញដោយពួកគេបង្ហាញពីលំហរួមតូចនៃសិទ្ធិធ្វើនយោបាយគណៈបកកម្លាំងជាតិបានលើកជាឧទាហរណ៍ជាក់ស្ដែងថាមួយឆ្នាំទៅនេះក្រសួងមហាផ្ទៃមិនទាន់ទទួលស្គាល់លទ្ធផលសម័យរបស់គណៈបកខ្លួនដែលបានសម្រេចបដូរសមាជិកភាពថ្នាក់ដឹកនាំមួយចំនួនក្រោយប្រធានបកត្រូវបានចាប់ខ្លួននោះទេដោយឡែកប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេសអូស្ត្រាលីលោកសឹងសែនករណាយល់ថាប្រព័ន្ធច្បាប់កម្ពុជាត្រូវបានបកកណ្ដាលអំណាចប្រើជាឧបករណ៍ធ្វើទុកបុកម្នេញក្រុមសម្លេងជំទាស់តាមទំនឹងចិត្តហើយបើគណៈបកប្រឆាំងណាមានប្រជាប្រិយភាពកាន់តែខ្លាំងនោះនឹងត្រូវបានបកកណ្ដាលអំណាចតាមគំនិតដោយមិនដកដៃនោះឡើយសម្រាប់លោកសឹងសែនករណានៅលើទីលាននយោបាយដែលខ្វះសុចរិតភាពបែបនេះគ្រប់គណៈបកប្រឆាំងត្រូវចូលរួមតស៊ូមតិរួមគ្នាដើម្បីទាមទារឲ្យមានសេរីភាពពេញលេញត្រឹមត្រូវនិងយុត្តិធម៌តែលោកថាមកដល់ពេលនេះក្រុមអ្នកប្រជាធិបតេយ្យមិនទាន់មានការរួបរวมគ្នានៅឡើយទេតាំងពីមានការរំលាយគណៈបកសង្គ្រោះជាតិមកបើសិនជាយើងទៅប្រកួតប្រជែងក្នុងលំហនយោបាយមួយដែលមើលទៅមិនផ្ដល់នៅឱកាសឲ្យមានការប្រកួតប្រជែងបានត្រឹមត្រូវតាមគោលការណ៍យើងដឹងថាការប្រកួតប្រជែងមួយដោយគ្មានន័យគ្មានខ្លឹមសារហើយយើងទៅចូលរួមជាមួយស្មើនឹងយើងទៅផ្ដល់នូវភាពស្របច្បាប់ទៅនឹងគណៈបកកណ្ដាលអំណាចបច្ចុប្បន្នដែលអាចយកឱកាសហ្នឹងបង្ហាញទៅអន្តរជាតិថាខ្លួនបានបោះឆ្នោតត្រឹមត្រូវនឹងយុត្តិធម៌អីចឹងទៅការពិតបញ្ហាទាំងអស់នេះយើងមើលឃើញយ៉ាងច្បាស់ថាការបោះឆ្នោតនាពេលកន្លងមកឬក៏ក្នុងពេលបច្ចុប្បន្នដែលកំពុងដំណើរការជាដើមវាអត់មានការផ្ដល់នូវសិទ្ធិសេរីភាពពេញលេញទៅដល់គូភាគីប្រកួតប្រជែងនោះទេដោយឡែកអ្នកនាំពាក្យគណៈបកប្រជាធិបតេយ្យជឿនលឿនលោកប៉ៅមករាសង្កេតឃើញថាបរិយាកាសលទ្ធិប្រជាធិបតេយ្យនិងលំហសេរីភាពនយោបាយនៅកម្ពុជារួមតូចដែលធ្វើឲ្យសកម្មភាពធ្វើនយោបាយមិនមានការលើកទឹកចិត្តឬការអនុគ្រោះឲ្យគ្នានឹងគ្នាក្នុងនាមជាខ្មែរដូចគ្នានោះទេលោកថាការដែលយកប្រព័ន្ធតុលាការយាយីការចូលរួមសកម្មភាពនយោបាយដើម្បីរដ្ឋបិទសេរីភាពនយោបាយតែតែកើតមានលើសកម្មជនគណៈបកនយោបាយសកម្មជនសង្គមរួមទាំងសកម្មជនបរិស្ថានជាដើមបើតាមលោកប៉ៅមករាគណៈបកប្រជាធិបតេយ្យជឿនលឿនតែងតែឈលលើគោលការណ៍អហិង្សាមិនយកខ្មែរណាជាសត្រូវពង្រឹងនីតិរដ្ឋភាពតរភាពវឌ្ឍនភាពដើម្បីឲ្យមានការសាមគ្គីជាតិកុំឲ្យអ្នកនយោបាយខ្មែរមានការគុំគួនគ្នាដើម្បីឈានទៅរកការពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដសង្គមជាតិមួយរដ្ឋមួយដែលមាននីតិរដ្ឋមានប្រព័ន្ធច្បាប់មួយរឹងមាំមានសាមគ្គីភាពមានការយោគយល់ឲ្យគ្នាទៅវិញទៅមកប្រកបទៅដោយភាពតរភាពរវាងខ្មែរនិងខ្មែររវាងអ្នកជាតបតៃរវាងអ្នកនយោបាយក្នុងសង្គមកម្ពុជាទាំងមូលណាអញ្ចឹងវាបង្ហាញឬក៏អាចឃើញលទ្ធផលមួយគឺហៅថាវឌ្ឍនភាពនៃសង្គមជាតិវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចវឌ្ឍនភាពផ្នែកវប្បធម៌វឌ្ឍនភាពនៃការស្រុះស្រួលក្នុងការកសាងជាតិឲ្យមានអរិយធម៌ខ្ពង់ខ្ពស់ដូចសម័យមហានគរឡើងវិញណាព្រឹត្តិការណ៍នយោបាយដែលគេមើលឃើញថាចិត្តទាញទម្លាក់កៅអីកម្ពុជារបស់លោកហ៊ុនសែនគឺបានកើតឡើងក្នុងឆ្នាំ2017ក្រោយមានការរួមគ្នារវាងគណៈបក្សសិទ្ធិមនុស្សដឹកនាំដោយលោកកឹមសុខានិងគណៈបក្សសំរងស៊ីរបស់លោកសំរងស៊ីដែលបង្កើតបានទៅជាគណៈបក្សសង្គ្រោះជាតិអំឡុងពេលនោះគណៈបក្សសង្គ្រោះជាតិដណ្ដើមបានអាសនៈនៅឃុំសង្កាត់ចិត្តពាក់កណ្ដាលពីគណៈបក្សប្រជាជនកម្ពុជាដែលបរិបទនេះអ្នកតាមដានសង្គមចាត់ទុកថាគណៈបកប្រឆាំងបានគាស់រំលើងឬកៅគណៈបកប្រជាជនកម្ពុជាប៉ុន្តែក្រោយមកតុលាការកំពូលបានចេញសាលដីការរំលាយគណៈបកដែលមានអ្នកគាំទ្រចិត្តកន្លះប្រទេសនេះចេញពីឆាកនយោបាយនៅចុងឆ្នាំ2017សាលក្រមរំលាយគណៈបកសង្គ្រោះជាតិចុះថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2017មានលោកដិតមន្ទីជាប្រធានជំនុំជម្រះខណៈលោកដិតមន្ទីពេលនោះជាប្រធានតុលាការកំពូលនិងជាសមាជិកគណៈបកប្រជាជនកម្ពុជាដែលមានលោកហ៊ុនសែនជាប្រធាននៅអាណត្តិថ្មីនេះលោកជីវកេងត្រូវបានតែងតាំងជាប្រធានតុលាការកំពូលជំនួសលោកដិតមន្ទី
ដែលលោកជីវកេងជាចៅក្រមមួយរូបក្នុងចំណោម9រូបដែលបានចូលរួមកាត់ក្តីឲ្យរំលាយគណៈបកសង្គ្រោះជាតិពេលនោះដែរខណៈលោកជីវកេងពេលនេះក៏ជាសមាជិកគណៈបកប្រជាជនកម្ពុជាដែរក្រោមអំណាចសាលដីការំលាយរបស់តុលាការកំពូលពេលនោះធ្វើឲ្យមានដឹកនាំបកប្រឆាំងលោកកឹមសុខាត្រូវបានសមត្ថកិច្ចឃុំខ្លួនដោយចោទថាគប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្ដួលរំលំរដ្ឋាភិបាលចំណែកលោកសំរងស៊ីវិញបាននិរទេសខ្លួនទៅនៅក្រៅប្រទេសរហូតមកដល់សពថ្ងៃខ្ញុំសែនសេចក្ដី VOD បលូននឹងជាទីមិត្តរីអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណានៅថ្ងៃទី4ខែធ្នូនេះបានចេញការពីការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកសាងប្រទេសពីបាតដៃទទេរហូតមានការរីកចម្រើនដោយបច្ចុប្បន្នខណៈមានការរិះគន់ថារដ្ឋាភិបាលបច្ចុប្បន្នបានរក្សាទុកមន្ត្រីសំពីងសំពងបង្កើនបន្ទុកដល់ពលរដ្ឋជាអ្នកបង់ពន្ធបាទសូមទស្សនាសេចក្តីរាយការណ៍របស់លោកប៉ុលសម្បត្តិដូចតទៅក្រោយមានការរិះគន់ថារដ្ឋាភិបាលបច្ចុប្បន្នរក្សាទុកមន្ត្រីសំពីងសំពងបង្កើតបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិបំណុលនោះអ្នកនាំពាក្យលោកប៉ែនបូណាបានចេញការពីដោយទាញការចាប់អារម្មណ៍ពីការរីកចម្រើនក្រោមការដឹកនាំរបស់រដ្ឋាភិបាលក្បាលធំជាងខ្លួនក្នុងពិធីមួយនៅសាកលវិទ្យាល័យមេគង្គកម្ពុជានាព្រឹកថ្ងៃទី4ខែធ្នូឆ្នាំ2025ប្រធានអង្គភិបអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណានិយាយថាថ្មីមានការជជែកគ្នាលើបណ្ដាញសង្គមពីការកែតម្រង់រដ្ឋបាលសាធារណៈដែលនិយាយអំពីរដ្ឋាភិបាលកម្ពុជាខ្លួនតូចក្បាលធំលោកបន្តថាការពិភាក្សានោះបានលើកឡើងថាប្រទេសកម្ពុជាតូចតែមានក្រសួងច្រើនមន្ត្រីច្រើនបើធៀបទៅនឹងប្រទេសជិតខាងលោកទទួលស្គាល់ថាបញ្ហានេះពិតជាបានកើតមានមែនប៉ុន្តែថាសមិទ្ធផលក៏ច្រើនដែរបើធៀបទៅនឹងការដែលកម្ពុជាងើបពីសង្គ្រាមក្នុងន័យនេះលោកថាសូមឲ្យសាធារណជនសម្លឹងមើលពីការលំបាករបស់រៀមច្បងពិសេសមានរំនាំបកកណ្ដាលអំណាចដែលបានតស៊ូលំបាករហូតពលរដ្ឋមានហូបចុកគ្រប់គ្រាន់នឹងការរីកចម្រើនទាំងវិស័យសេដ្ឋកិច្ចនយោបាយដែលថាការចេញពីការលះបង់របស់ថ្នាក់ដឹកនាំដែលគេថាខ្លួនតូចក្បាលធំនេះទម្រាំនឹងយើងបានមានសាលារៀនល្អយើងមានមធ្យោបាយធ្វើដំណើរយើងមានអាហារហូបចុកគ្រប់គ្រាន់យើងមានភ្នំពេញយើងជិះទៅចង្អៀតរកកន្លែងធ្វើដំណើរបានរាល់ថ្ងៃនេះនឹងជាផ្លែផ្កាកើតចេញពីរាជរដ្ឋាភិបាលដែលយើងកំពុងគិតថាខ្លួនតូចក្បាលធំនេះហើយអ្នកណាជាស្ថាបត្យករក្នុងការចាត់ចែងរឿងហ្នឹងគឺសម្ដេចតេជោហ៊ុនសែនអញ្ចឹងត្រូវមើលអានឹងឲ្យឃើញបើយើងដឹងថាវាមានតម្លៃយ៉ាងម៉េចវាមានតម្លៃមួយដែលមិនអាចកាត់ថ្លៃបានហើយបានទទួលលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់សន្តិភាពស្ថិរភាពនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលយើងមាននេះសំខាន់ណាស់ធ្វើឲ្យជីវភាពជាជនយើងរីកចម្រើនធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនអញ្ចឹងគ្រប់គ្នាសិតតែគេធ្វើការគ្រប់ក្រសួងអត់មានក្រសួងណាមួយថាអត់ប្រយោជន៍ទេគេសិតតែធ្វើការហើយនឹងមានសមិទ្ធផលរៀងខ្លួនជូនប្រទេសជាតិនិងប្រជាពលរដ្ឋទោះជាយ៉ាងណាលោកប៉ែនបូណាមិនបាននិយាយចំឈ្មោះថាភាគីណាពិតប្រាកដប៉ុន្តែគេឃើញលើបណ្ដាញសង្គមប្រមាណសប្តាហ៍មកនេះក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមបានចែករំលែកតគ្នាជុំវិញការចែករំលែករបស់លោកអោកសេរីសុភ័ក្រអ្នកឯកទេសអភិបាលកិច្ចបានបញ្យល់នៅពេលធ្វើបាឋកថាស្ដីអំពីកំណែទម្រង់រដ្ឋបាលសាធារណៈកម្ពុជានាពេលថ្មីនេះបើតាមវីដេអូដែលគេចែករំលែកលោកអោកសេរីសុភ័ក្របានធ្វើការប្រៀបធៀបប្រទេសវៀតណាមនិងប្រទេសថៃមានបរិបទច្រើនជាងកម្ពុជាតែគេមានក្រសួងតិចជាងកម្ពុជាលោកថាការរក្សាក្រសួងច្រើននិងមន្ត្រីច្រើនជាបន្ទុកចំណាយរបស់ប្រជាពលរដ្ឋរួមទាំងលោកដែលជាអ្នកធ្វើបាតកថានេះផងដែរហើយហេតុអីបានជាយើងថ្លើមធំពីមេឃមិនក៏ហ៊ានដល់និយាយរឿងដែលគេចាត់ទុកថានឹងជារឿងរបស់រាជរដ្ឋាភិបាលទេមិនអញ្ចឹងណាបាទខ្ញុំថាអត់ទេមិនមែនរឿងរបស់រាជរដ្ឋាភិបាលគឺរឿងរបស់យើងទាំងអស់គ្នាព្រោះយើងបង់លុយឲ្យរាជរដ្ឋាភិបាលដើម្បីធ្វើរឿងអស់ហ្នឹងណាបាទទៅតាមពន្ធខ្លះយើងក៏មើលឃើញពន្ធខ្លះយើងបង់លុយដល់យើងមើលអត់ឃើញទៅទៀតប៉ុន្តែគិតទៅពីបង់មួយខែបើតាមបទបង្ហាញនោះប្រទេសវៀតណាមមានប្រជាជន100លាននាក់នៅក្នុងឆ្នាំ2025នេះបានកាត់បន្ថយក្រសួងពី20មកត្រឹម14ក្រសួងខណៈកម្ពុជាមានប្រជាជនជាង17លាននាក់មានក្រសួងទៅដល់28ក្រសួងចំណែកប្រទេសថៃមានប្រជាពលរដ្ឋ71លាននាក់មានក្រសួងចំនួន20ជាដើមយ៉ាងណាលោកអោកសេរីសុភ័ក្រក៏បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់អតីតមន្ត្រីក្រសួងមហាផ្ទៃដែលថាជិត30ឆ្នាំមកនេះបានប្រឹងអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈដែលហៅថាលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់មូលដ្ឋានរហូតដល់បានបង្កើតច្រកចេញចូលតែមួយ
មួយទៀតដែលខ្ញុំសរសើរហើយដែលខ្ញុំចូលរួមផ្ទាល់នៅក្នុងហ្នឹងគឺលំបាកលំបិនខ្លាំងមែនទែនក៏មិនតែធ្វើបានបាទសម្ដេចកន្លះហោមសខេងជំនះបើគិនជាគ្មានគាត់ធ្វើអត់បានឆន្ទៈនយោបាយខ្ពស់ខ្លាំងប៉ុន្តែវេទនាដោយអស័យផ្ទះចុងសឹងតែ20ឆ្នាំជាងកើមប៉ុន្តែបានទៅរួចគឺច្រកចេញចូលតែមួយលើពីនេះក៏មានការរិះគន់ផងដែរពីការដែលរដ្ឋសភាបានអនុម័តកញ្ចប់ថវិកាជាតិឆ្នាំ2026ការឡើងជាង7ដងចំពេលដែលរដ្ឋាភិបាលអបក្រសោបមន្ត្រីសំពីសំពងគណៈបរដ្ឋកំពុងតែជួបវិបត្តិគ្រួសារហើយរស់នៅញោមញីដោយវិបត្តិបំណុលលោកអ៊ូច័ន្ទរតអតីតតំណាងរាជគណៈបកប្រឆាំងនិងជាស្ថាបនិកគណៈបកកែតម្រង់កម្ពុជាធ្លាប់ប្រាប់វាឌីថាការកាត់បន្ថយចំនួនមន្ត្រីគឺជាការកាត់បន្ថយបន្ទុកយ៉ាងធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋលោកថាការចំណាយទាំងអស់របស់រដ្ឋាភិបាលគឺសុទ្ធតែជាលុយដែលប្រជាពលរដ្ឋបានបង់ពន្ធហើយបើនៅបន្តបែបនេះយើងគួរខ្មាស់ប្រជាពលរដ្ឋខ្មែរដែលគ្នាជាប្រជាពលរដ្ឋសាមញ្ញអ្នកក្រីអ្នកក្រអីជាដើមនឹងខំបំពេញធ្វើកិច្ចការហើយទទួលបន្ទុកត្រូវបង់ប្រាក់ខែទៅមន្ត្រីអស់នឹងទៀតប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយគណៈបកកណ្ដាលអំណាចរំលាយគណៈបកប្រឆាំងចេញពីឆាននយោបាយនិងបំបែកកញ្ចក់សង្គមតាមរយៈការធ្វើច្បាប់កម្រិតសិទ្ធិអង្គការសង្គមស៊ីវិលបើកយុទ្ធនាការកម្ចាត់សារព័ត៌មានឯករាជ្យដែលជាតួអង្គជំរុញតម្លាភាពសង្គមដ៏ស្មោះត្រង់នោះសមិទ្ធផលជាច្រើនរបស់គណៈបកកណ្ដាលអំណាចត្រូវបានគេមើលឃើញថាប្រតិក្រឡាគ្នាដោយអំពើពុករលួយហើយជំរុញឲ្យកម្ពុជាក្លាយជាជំរកក្រុមអក្រិតជនក្រោយរដ្ឋាភិបាលរក្សាមន្ត្រីសំពីសំពងនេះអុកញ៉ាហ៊ុនតូក៏ត្រូវបានក្រុមហ៊ុនវិភាគ Digital ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានរកឃើញថាកំពុងរកស៊ីខ្មៅងងឹតក្រោមឈ្មោះក្រុមហ៊ុន Hoi ID Group ដោយប្រព្រឹត្តអំពើលាងលុយកខ្វក់និងចាប់ចម្រិតតាមអនឡាញដោយឡែក Casino WM នៅក្រុងព្រះសីហនុដែលមានបណ្ដាញទៅនឹងលោកអុកញ៉ាហ៊ុនតូក៏ត្រូវបានវាឌីរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ផងដែរបន្ថែមពីនេះសហរដ្ឋអាមេរិកចក្រភពអង់គ្លេសកាលពីថ្ងៃទី14ខែតុលាឆ្នាំ2025រួមគ្នាដាក់ទណ្ឌកម្មបង្កក់ទ្រព្យសម្បត្តិក្រុមហ៊ុន Prin របស់លោកអុកញ៉ា Jency ទីប្រឹក្សារបស់លោកហ៊ុនសែនចំនួន$15,000 លានព្រមទាំងចេញដីកាចោទប្រកាន់ជុំវិញការឆបោកតាមអនឡាញការលាងលុយកខ្វក់និងការបង្ខាំងមនុស្សខុសច្បាប់ដែលប្រឈមនឹងជាប់ពន្ធនាគារ40ឆ្នាំជាងនេះទៀតមនុស្សចំណិតនៅជុំវិញលោកហ៊ុនសែនរួមមានលោកអុកញ៉ាលីយ៉ុងផាត់អុកញ៉ាកុកអាននិងអុកញ៉ាទ្រីភិបជាដើមសុទ្ធតែជាប់ក្នុងទណ្ឌកម្មនិងបញ្ជីខ្មៅរបស់អាមេរិកជុំវិញបទអក្រិតឆបោកនិងការរំលោភសិទ្ធិមនុស្សជុំវិញបញ្ហានេះស្ថាប័នអន្តរជាតិជាច្រើនបានលើកឡើងថារដ្ឋាភិបាលកម្ពុជាទំនងជាមិនអាចកំទេចនិងទប់ស្កាត់ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពបាននោះទេដោយសារតែអិសរាជជននយោបាយជាន់ខ្ពស់សំខាន់របស់រដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជនកម្ពុជាមានជាប់ពាក់ព័ន្ធដោយត្រង់និងដោយប្រយោលជាមួយឧស្សាហកម្មកខ្វក់នេះខ្ញុំបាទប៉លសម្បត្តិ VD បទសម្ភាសន៍បាទលោកនាងជាទីមេត្រីនៅក្នុងនីតិចំណាប់អារម្មណ៍លើព្រឹត្តិការណ៍ប្រចាំសប្តាហ៍នេះ VD សូមលើកយកប្រធានបទជាតិរួមមានបញ្ហាធនាគារ Prin និង Hui Won Pay ហើយនឹងរដ្ឋាភិបាលកម្ពុជាលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនចូលមកកាន់កម្ពុជាចំណែកប្រធានបទអន្តរជាតិវិញគឺស្ដីអំពីស្ថានភាពសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបាទសូមទស្សនាបទសម្ភាសន៍រវាងកញ្ញាប៉ាសុខេងជាមួយប្រធានស្ថាប័ន VD លោកប៉ាងួនទៀងដូចតទៅចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីលោកនាងវិលមកជួបនាងខ្ញុំប៉ាសុខេងនិងលោកប៉ាងុនទៀងប្រធានស្ថាប័នសារព័ត៌មាន VOD នៅក្នុងនីតិចំណាប់អារម្មណ៍លើព្រឹត្តិការណ៍ជាតិនិងអន្តរជាតិប្រចាំសប្តាហ៍ចាសចង់ដឹងថាតើក្នុងសប្តាហ៍នេះលោកអ៊ុនទៀងនឹងលើកប្រធានបទអ្វីខ្លះអានេះខ្ញុំសូមជម្រាបសួរលោកអ៊ុនទៀងចាសជម្រាបសួរសុខេងហើយក៏សូមជម្រាបសួរប្រិយមិត្ត VOD ផងដែរសុខេងខ្ញុំសូមលើកយកប្រធានបទ3សម្រាប់សប្តាហ៍នេះគឺប្រធានបទទី1ស្ដីអំពីបញ្ហាធនាគារ Prin និង Hui Won Pay នៅក្នុងប្រទេសកម្ពុជាហើយប្រធានបទទី2គឺស្ដីអំពីរដ្ឋាភិបាលកម្ពុជាលើកលែងទិដ្ឋាការដល់ជនជាតិចិនដែលនឹងចូលមកប្រទេសកម្ពុជាហើយប្រធានបទចុងក្រោយគឺស្ដីអំពីស្ថានភាពសង្គ្រាមអ៊ុយក្រែនរុស្ស៊ីសុខេងចាសសូមអរគុណលោកអ៊ុនទៀងអញ្ចឹងយើងផ្ដើមពីរឿងបញ្ហាធនាគារ Prin និង Hui Won Pay ចាស
លោកមន្ទៀងដោយដែលលោកបានជ្រាបហើយខណៈដែលមានសម្ពាធពីអន្តរជាតិទៅលើធនាគារទាំងពីរហ្នឹងអញ្ចឹងពាក់ព័ន្ធរឿងនេះដែរថាតើមានលេចឡើងនៅការវិវត្តអីបែបណាទៅលើធនាគារទាំងពីរខាងលើនេះចា៎សុខេងយើងឃើញនៅក្នុងសប្តាហ៍នេះគឺជាបន្តមកហ្នឹងគឺប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាមានការត្អូញត្អែរច្រើនហើយសារព័ត៌មានជាតិនិងអន្តរជាតិក៏បានផ្សាយពីបញ្ហាធនាគារទាំងពីរនេះជាច្រើនហើយជាពិសេសអតិថិជនដែលដាក់បញ្ញើលុយអីនៅក្នុងធនាគារហ្នឹងគឺមានការលើកឡើងពីបញ្ហាព្រួយបារម្ភរបស់គេជាច្រើនឧទាហរណ៍ដូចជាអ្នកខ្លះថាទៅបើកលុយមិនបានដូចចិត្តឬក៏ការបង្វិលចេញឬក៏អេបអីហ្នឹងវាមិនដើរហើយមានការពិបាកនឹងស្រុកស្វាញនៅក្នុងការដកយកលុយគេមកវិញឬក៏មានការបារម្ភអំពីការប៉ះពាល់ផលប្រយោជន៍របស់ពួកគេសុខេងនឹងជាចំណុចមួយដែលយើងឃើញការលើកឡើងពីមហាជនប៉ុន្តែជាមួយគ្នាហ្នឹងក៏យើងឃើញបណ្ដាញសារព័ត៌មានផ្សេងៗក៏បានលើកឡើងអំពីការចាប់អារម្មណ៍របស់ខ្លួនហើយនឹងពីវិធានការរបស់រដ្ឋាភិបាលបរទេសមួយចំនួនដែលចាត់វិធានការទៅលើធនាគារទាំងពីរនេះឧទាហរណ៍សារព័ត៌មានជាច្រើនដែលបានផ្សាយអំពីការពាក់ព័ន្ធរបស់ធនាគារហ៊ុយវ៉ាន់ផេហ្នឹងទៅនឹងអំពើលាងលុយកខ្វក់ឬក៏លាងលុយខុសច្បាប់ហ្នឹងហើយគេចាត់ទុកថាហ៊ុយវ៉ាន់ផេហ្នឹងជាមេបណ្ដាញធំមួយជាទីស្នាក់ការកណ្ដាលមួយរបស់ក្រុមនៃការវេលុយខុសច្បាប់ហ្នឹងឬក៏លាងលុយកខ្វក់ហ្នឹងហើយគេគិតថាតាំងពីខែសីហាឆ្នាំ2021មករហូតបច្ចុប្បន្ននេះគឺហ៊ុយវ៉ាន់ផេហ្នឹងបានប្រើប្រាស់សេវានៃការលាងលុយកខ្វក់ឬក៏លាងលុយខុសច្បាប់ហ្នឹងដោយបានបង្វិលសាច់ប្រាក់តាមរយៈសេវាខុសច្បាប់របស់ខ្លួនហ្នឹងមានចំនួនលុយរហូតដល់$4,000 លានហើយក្រៅពីហ្នឹងតាមរយៈ crypto នោះដែលមានតម្លៃលុយប្រមាណជា$26,000 លានអញ្ចឹងជាចំនួនទឹកប្រាក់មួយដ៏ធំធេងអាហ្នឹងបើយើងគិតពីត្រឹមខែសីហាឆ្នាំ2021ដល់បច្ចុប្បន្នស្តៀងគ្នានឹងហ៊ុយវ៉ាន់ផេហ្នឹងសុខេងគឺធនាគារ Print ហ្នឹងគឺដូចគ្នាមានបញ្ហាជាច្រើនដែលគេចាត់ទុកថាជាធនាគាររបស់បណ្ដាញអក្រិតជនសង្គមងងឹតនៅក្នុងការចរាចរឬក៏បបិលលុយហ្នឹងតាមរយៈនៃការសេវាលាងលុយកខ្វក់ឬក៏បបិលលុយពុករលួយក៏ពាក់ព័ន្ធនឹងអំពើពុករលួយជាច្រើនអញ្ចឹងគឺធនាគារទាំងពីរនេះកំពុងស្ថិតនៅក្នុងសម្ពាធខ្លាំងក្លាពីសហគមន៍អន្តរជាតិសុខេងដោយឡែកមួយទៀតខ្ញុំចង់លើកឡើងដែរគឺនៅក្នុងសប្តាហ៍នេះគឺធនាគារជាតិនៃប្រទេសកម្ពុជាហ្នឹងបានចេញសេចក្តីប្រកាសមួយថាហ៊ុយវ៉ាន់ផេហ្នឹងគឺបានផ្អាកដំណើរការតាំងពីខែកញ្ញាឆ្នាំ2024មកម្លេះហើយដូច្នេះនៅពេលដែលអតិថិជនរបស់ហ៊ុយវ៉ាន់ផេកំពុងមានការបារម្ភហើយធនាគារជាតិប្រកាសនៅពេលនេះមានន័យថារាល់ប្រតិបត្តិការរបស់ហ៊ុយវ៉ាន់ផេតាំងពីខែកញ្ញាឆ្នាំ2024រហូតដល់ពេលនេះគឺជាអំពើខុសច្បាប់ប៉ុន្តែចំពោះខ្ញុំអ្វីដែលយើងអត់យល់ហើយជាសំណួរគួរឲ្យសង្ស័យហេតុអីបានជាហ៊ុយវ៉ាន់ផេហ្នឹងមានការផ្អាកតាំងពីខែកញ្ញាឆ្នាំ2024ប៉ុន្តែធនាគារជាតិទើបតែប្រកាសនៅពេលនេះហើយហេតុអីបានជាអាជ្ញាធរខ្មែរទុកអនុញ្ញាតឲ្យហ៊ុយវ៉ាន់ផេហ្នឹងដំណើរការតាំងពីខែកញ្ញាឆ្នាំ2024ដល់ពេលនេះដោយអត់មានចាត់វិធានការហើយតើទូនាទីនៃធនាគារជាតិដែលធានានៅទំនុកចិត្តនឹងការការពារផលប្រយោជន៍របស់ពលរដ្ឋកម្ពុជានៅក្នុងប្រទេសកម្ពុជាតាមរយៈសេវាធនាគារក្នុងស្រុកនោះតើធនាគារជាតិនៃប្រទេសកម្ពុជាមានការទទួលខុសត្រូវយ៉ាងម៉េចចំពោះបញ្ហានេះចាសសូមអរគុណលោកមន្ទៀងពាក់ព័ន្ធចំណុចនេះដែរខណៈដែលមានលេចឡើងនៅការវិវត្តបែបនេះទៅលើធនាគារទាំងពីរហ្នឹងអញ្ចឹងតើអតិថិជនរបស់ធនាគារទាំងពីរហ្នឹងគួរធ្វើយ៉ាងម៉េចទៅចា៎សុខេងចំពោះខ្ញុំថាបើសិនជាខ្ញុំជាអតិថិជននៃធនាគារទាំងពីរខ្ញុំព្យាយាមរស់រានទៅដកលុយចេញពីធនាគារនឹងវិញតាមលទ្ធភាព
អស់លទ្ធភាពក្នុងការធ្វើទៅបានណាព្រោះធម្មតាកាលណាធនាគារទាំងពីរនៅក្នុងបញ្ជីខ្មៅរបស់សហគមន៍អន្តរជាតិការប្រវល់លុយជាប្រព័ន្ធធនាគារដែលអាចពាក់ព័ន្ធជាមួយប្រព័ន្ធធនាគារអន្តរជាតិហ្នឹងគឺមានការលំបាកហើយអាហ្នឹងទី1ទី2សូម្បីតែលុយខ្លួនយើងបើសិនជាយើងបំពេញពីធនាគារដែលនៅក្នុងបញ្ជីខ្មៅអញ្ចឹងទៅកាន់ប្រព័ន្ធធនាគារផ្សេងៗជួនកាលយើងអាចប្រវល់រួចប៉ុន្តែក៏នៅក្នុងប្រទេសកម្ពុជាខ្ញុំជឿថាមិនអីទេឬក៏ខ្ញុំមិនច្បាស់ទេប៉ុន្តែឧទាហរណ៍ថាយើងនៅអាមេរិកហើយយើងដាក់លុយទៅក្នុងធនាគារដែលជាប់បញ្ជីខ្មៅបែបនេះហើយនៅពេលហ្នឹងប្រសិនបើនៅមានឱកាសនៃការប្រវល់លុយចេញរួចតាមរយៈធនាគារហ្នឹងទៅកាន់ធនាគារប្រទេសទី2ហើយបានមកអាមេរិកបើអីចឹងថ្ងៃក្រោយទៅប្រសិនបើយើងមានបញ្ហាអីគេអាចមានការស៊ើបអង្កេតហើយអាចមានការពាក់ព័ន្ធជាមួយធនាគារទាំងពីរដែលកំពុងស្ថិតនៅក្នុងបញ្ជីខ្មៅអាហ្នឹងជាការយល់ឃើញរបស់ខ្ញុំអញ្ចឹងព្យាយាមដកលុយឲ្យលះតាមលទ្ធភាពដែលអាចធ្វើទៅបានប៉ុន្តែខ្ញុំជឿថានៅពេលនេះគឺខាងធនាគារប្រកាសជាឆ្លាតជាងអតិថិជនហើយគេកំពុងគេប្រកាសជាបានគិតមុនហើយគេអាចមានវិធានការទប់ស្កាត់អីចឹងខ្ញុំជឿថាវាជាការមួយគួរឲ្យព្រួយបារម្ភចំពោះអតិថិជននៃធនាគារទាំងពីរហ្នឹងប៉ុន្តែទី2ឈប់ដាក់លុយចូលបន្ថែមទោះបីធនាគារហ្នឹងមានការបញ្ចុះបញ្ចូលយ៉ាងម៉េចធានាអាងយ៉ាងម៉េចប្រាប់យ៉ាងម៉េចក៏ដោយចំពោះខ្ញុំថាការដាក់លុយចូលបន្ថែមដើម្បីសង្ឃឹមថាគេអាចនឹងផ្ដល់លុយទាំងអស់មកវិញហ្នឹងគឺមានហានិភ័យខ្ពស់ណាស់ឬក៏គេអាចបង្កើនការប្រាក់ក៏ដោយគេអាចមានវិធីណានៃអូសទាញក៏ដោយខ្ញុំថាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្ញុំជាពិសេសដោយហ៊ុយវ៉នអញ្ចឹងគឺធនាគារជាតិនៃប្រទេសកម្ពុជាប្រកាសថាបដិដំណើរការតាំងពីចុងឆ្នាំ2024មកម្លេះដូច្នេះខ្ញុំថាក្រៅពីព្យាយាមដកលុយគឺឈប់ដាក់លុយបញ្ចូលប៉ុន្តែក្រៅពីនេះខ្ញុំថាអតិថិជនគួរតែរួមគ្នានៃការសរសេរញត្តិហើយក៏ដាក់លិខិតប្តឹងទៅធនាគារជាតិឲ្យចាត់វិធានការដើម្បីការពារលុយកាក់របស់គេនៅក្នុងធនាគារទាំងពីរហ្នឹងហើយយ៉ាងហោចឲ្យធនាគារជាតិហ្នឹងចេញបញ្ជាក់នៅការអាងរបស់ខ្លួនតើយ៉ាងម៉េចរឿងហ្នឹងហើយក្រៅពីនេះចំណុចចុងក្រោយមានតែរឿងរោគមេធាវីរោគអីប្តឹងទៅតុលាការទេហើយខ្ញុំជឿថាប្រព័ន្ធតុលាការគឺនៅក្រោមឥទ្ធិពលរបស់អ្នកកាន់អំណាចហ្នឹងហើយធនាគារទាំងពីរហ្នឹងសិតតែមានការពាក់ព័ន្ធជាមួយអ្នកកាន់អំណាចនៅក្នុងប្រទេសកម្ពុជាអញ្ចឹងទោះបីប្រឹងទៅតុលាការក៏มันមានផលប្រយោជន៍អីដែរมันអាចសង្ឃឹមថានឹងបានលុយកាក់មកវិញទេប៉ុន្តែចំពោះខ្ញុំយើងរកធ្វើអស់លទ្ធភាពការដាក់ពាក្យបណ្ដឹងនឹងធ្វើឲ្យយើងដឹងនៅតុលាការនៃប្រទេសកម្ពុជាអញ្ចឹងក៏ដោយប៉ុន្តែយើងបង្ហាញនៅសិទ្ធិនៃការទាមទាររបស់យើងហើយសង្ឃឹមថាថ្ងៃណាមួយប្រទេសកម្ពុជាអាចមានការផ្លាស់ប្ដូររបបឬក៏រដ្ឋាភិបាលហើយប្រជាពលរដ្ឋអាចមានឱកាសនឹងការរកយុត្តិធម៌តាមប្រព័ន្ធតុលាការឯករាជ្យឡើងវិញអញ្ចឹងពាក្យបណ្ដឹងឬក៏ការដាក់បណ្ដឹងរបស់យើងនោះវាបង្ហាញនៅសិទ្ធិទាមទាររបស់យើងអញ្ចឹងអានឹងវាជាសេចក្តីសង្ឃឹមយូរអង្វែងទោះបីយើងមិនសង្ឃឹមថាបានលទ្ធផលពេលឆាប់ៗនឹងក៏ដោយសុខេងចាសសូមអរគុណលោកកន្ទៀងអញ្ចឹងលោកកន្ទៀងតើបញ្ហារបស់ធនាគារទាំងពីរហ្នឹងអាចមានផលប៉ះពាល់ដល់ប្រព័ន្ធធនាគាររបស់កម្ពុជាឬទេចា៎សុខេងទី1អ្វីដែលធនាគារទាំងពីរបានធ្វើកន្លងមកហើយត្រូវបានលាតត្រដាងដោយសហគមន៍អន្តរជាតិពេលនេះគឺចង់មិនចង់តិចយ៉ាងច្រើនប្រកាសជាមានការប៉ះពាល់ដល់ទឹកចិត្តមហាជនខ្មែរហើយនិងអ្នកវិនិយោគទុនជាតិនិងអន្តរជាតិហើយឧទាហរណ៍យើងឃើញធនាគារទាំងពីរនេះគឺមានសកម្មភាពខ្លាំងក្លាស្កឹមស្កៃហើយតកែធនាគារដោយហ៊ុយវ៉ាន់អីចឹងសិតតែមានការពាក់ព័ន្ធលោកហ៊ុនតូជាក្មួយលោកហ៊ុនសែនជាចរន្តមួយរបស់លោកហ៊ុនម៉ាណែតជាអ្នកដែលមានអធិបុលខ្លាំងក្លាក្នុងប្រទេសកម្ពុជាធនាគារព្រីនមានជាគ្រប់គ្រងហើយក៏តកែនោះគឺជនជាតិចិនទទួលអន្តរជាតិខ្មែរឈ្មោះចិនស៊ីជាទីផ្សាររបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតនិងអ្នកធំមួយចំនួនទៀតសុទ្ធតែអ្នកមានអធិបុលធំដូច្នេះនៅពេលដែលធនាគារទាំងពីរមានបញ្ហាធ្វើឲ្យតាំងអតិថិជនជាតិនិងអន្តរជាតិនឹងលើកជាសំណួរថាបើសិនជាអ្នកនៅក្បែរអ្នកធំទាំងអស់ហ្នឹងបង្កើតធនាគារបែបហ្នឹងហើយធនាគារដែល
គេមើលទៅស្កមស្កាយមានលុយមានកាក់មានអធិពលមានអំណាចមានបញ្ហាចុះធនាគារខ្មែរដទៃផ្សេងទៀតតើយ៉ាងម៉េចដែរជាពិសេសធនាគារដែលពាក់ព័ន្ធជាមួយនឹងអ្នកដែលមានអធិពលឧទាហរណ៍ដូចធនាគារមួយចំនួនបង្កើតឲ្យក្រុមគ្រួសារអ្នកធំឬក៏បង្កើតឲ្យអ្នកវិនិយោគទុនមួយចំនួនដែលស្និទ្ធជាមួយអ្នកធំហ្នឹងហើយតើធនាគារទាំងអស់ហ្នឹងនឹងអាចរកស៊ីឬក៏ធ្វើសកម្មភាពដោយធនាគារហ្នឹងដែរអត់អាហ្នឹងជាចំណុចមួយដែលជាមិនផុតនៃការពាក់ព័ន្ធអញ្ចឹងចំណុចទី2យើងចាំមើលចំណាត់ការរបស់ធនាគារជាតិនៃប្រទេសកម្ពុជាប៉ុន្តែចំពោះខ្ញុំគ្មានសង្ឃឹមថាធនាគារជាតិកម្ពុជានឹងនឹងមានឥទ្ធិពលនឹងមានអំណាចនៃការចាត់ការរឿងហ្នឹងហើយខ្ញុំជឿថាធនាគារជាតិនៃប្រទេសកម្ពុជាមានខុបខិតបន្ថែមក្នុងការបិទបាំងក្នុងការការពារផលប្រយោជន៍របស់ក្រុមថៅកែធនាគារម្ចាស់ធនាគារទាំងអស់នេះជាជាងអត្ថប្រយោជន៍របស់អតិថិជនយើងឧទាហរណ៍ជាក់ស្ដែងសេចក្តីប្រកាសរបស់ធនាគារជាតិកម្ពុជានៅក្នុងសប្តាហ៍នេះប្រកាសអំពីការផ្អាកដំណើរការរបស់ Hoi One Pay តាំងពីចុងឆ្នាំ2024មកយើងឃើញគឺមានន័យថាម៉េចមានន័យថាចូលរួមបិទបាំងជាមួយនឹង Hoi One Pay ដើម្បីឲ្យ Hoi One Pay ហ្នឹងមានលទ្ធភាពនៃការបោកប្រាស់អតិថិជនឬក៏ប្រជាពលរដ្ឋខ្មែរតទៅទៀតហើយខ្លួនឯងដឹងយូរហើយมันប្រកាសជាសាធារណៈអញ្ចឹងចំណុចទាំងអស់នេះចំពោះខ្ញុំចំហនៃធនាគារជាតិនៃប្រទេសកម្ពុជាខ្ញុំជឿថាมันមានចេតនានៃការការពារផលប្រយោជន៍អតិថិជនជាពិសេសពលរដ្ឋខ្មែរទេដូច្នេះខ្ញុំថានៅពេលដែលមានការប៉ះពាល់បែបហ្នឹងខ្ញុំដូចខ្ញុំលើកឡើងខាងដើមហើយនិយាយតែខ្លីគឺទំនុកចិត្តពីអតិថិជនទាំងប្រជាពលរដ្ឋខ្មែរទាំងអ្នកវិនិយោគទុនជាតិនិងអន្តរជាតិគឺមានការប៉ះពាល់ដល់ប្រព័ន្ធធនាគារទាំងមូលនៅក្នុងប្រទេសកម្ពុជាហើយទី2ប្រព័ន្ធធនាគារទាំងមូលនៅក្នុងប្រទេសកម្ពុជានឹងស្ថិតនៅក្នុងការឃ្លាំមើលយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិតែងតែដាក់សំណួរថាតើធនាគារហ្នឹងយ៉ាងម៉េចដែរធនាគារយ៉ាងម៉េចដែរអញ្ចឹងខ្ញុំថាប្រព័ន្ធធនាគារនៃប្រទេសកម្ពុជាគឺជាប្រព័ន្ធមួយដែលស្ថិតនៅក្នុងការសង្ស័យហើយហិសយហើយមិនច្បាស់លាស់ហើយវាធ្វើឲ្យអតិថិជនមានការពិបាកនៅក្នុងការសម្រេចចិត្តសូមអរគុណលោកមន្ត្រីយើងបន្តទៅប្រធានបទទី2គឺរឿងរដ្ឋាភិបាលកម្ពុជាលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនចូលមកកម្ពុជាចាសម្រាប់លោកគិតថាតើមូលហេតុអីដែលបណ្ដាលឲ្យរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនចូលកម្ពុជាបែបនេះចាសុខេងរឿងមូលហេតុយើងមិនច្បាស់លាស់ទេយើងរដ្ឋាភិបាលមិនបានបញ្ជាក់អំពីមូលហេតុជាផ្លូវការទេប៉ុន្តែយើងអាចវិភាគថារដ្ឋាភិបាលអាចលើកហេតុផលនៃការផ្ដោតទិដ្ឋាការដល់ជនជាតិចិនចូលប្រទេសកម្ពុជាដោយបំបាច់ទិដ្ឋាការហ្នឹងគឺដើម្បីទាក់ទាញភ្ញៀវទេសចរឬក៏អ្នកវិនិយោគទុនចិនមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនហើយប៉ុន្តែនៅពេលដែលជនជាតិចិនជាច្រើនកំពុងតែបង្កើតនៅបញ្ហាដល់ប្រជាពលរដ្ឋខ្មែរនិងសង្គមខ្មែរតាមរយៈនៃការវិនិយោគទុនខ្យល់តាមរយៈនៃការបង្កើតបទឧក្រិដ្ឋអំពើឧក្រិដ្ឋអីផ្សេងឡើងដូច្នេះហើយបានជាវិធានការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ទិដ្ឋាការដល់ជនជាតិចិននេះវាធ្វើមានការចាប់អារម្មណ៍និងមានការរិះគន់ខ្លះនិងមានការគាំទ្រខ្លះចំពោះវិធានការនេះហើយចំពោះខ្ញុំក៏បានឃើញដែរគឺមិនមែនតែប្រទេសកម្ពុជាផ្ដល់ទិដ្ឋាការហ្នឹងដល់តែជនជាតិចិនទេយើងឃើញមានកិច្ចព្រមព្រៀងកម្ពុជាមានកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេសអាស៊ានជាច្រើនដែលប្រជាពលរដ្ឋនៅក្នុងបណ្ដាប្រទេសអាស៊ានហ្នឹងអាចចូលប្រទេសកម្ពុជាដោយមិនបាច់សុំវីសាក្នុងរយៈពេលកំណត់ណាមួយខ្ញុំមិនច្បាស់អ្នកខ្លះ2សប្តាហ៍មាន14ថ្ងៃអ្នកខ្លះចំនួន1ខែអញ្ចឹងទៅហើយផ្ទុយទៅវិញពលរដ្ឋខ្មែរយើងក៏ចូលអាស៊ានក៏ទទួលបានការរួចទិដ្ឋាការដូចគ្នាដែរឧទាហរណ៍ទៅថៃយើងបាន14ថ្ងៃទៅឥណ្ឌូនេស៊ីយើងបានរយៈពេល1ខែហើយនឹងភាពខុសគ្នានៃបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាននៃរយៈពេលរួចទិដ្ឋាការនេះហើយជាមួយគ្នានឹងពលរដ្ឋខ្មែរទៅប្រទេសចិនហ្នឹងចិនក៏បានផ្ដល់ការរួចទិដ្ឋាការដែរប៉ុន្តែមិនជាទូទៅសម្រាប់ចំណតចូលទៅប្រទេសចិនទេខ្ញុំឧទាហរណ៍នៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសចិនហ្នឹងក៏បានបញ្ជាក់ថារាល់ពលរដ្ឋអាស៊ានបានន័យថា
មានទាំងខ្មែរផងដែលមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានហ្នឹងគឺអាចចូលទៅប្រទេសចិនរួចទឹកតការលកឹកណាតែពលរដ្ឋអាស៊ានហ្នឹងចូលទៅតាមពលានយន្តហោះអន្តរជាតិឈ្មោះថា Xinhua Bana Casa ជាពលានយន្តហោះនៅក្នុងខេត្តមួយចង់និយាយថាចិនផ្ដល់ការរួចទឹកតការដែរប៉ុន្តែมันផ្ដល់សេរីទេឧទាហរណ៍មកយើងចង់ហោះត្រង់ពីប្រទេសកម្ពុជាទៅចុះនៅទីក្រុងប៉េកាំងនេះតែម្ដងអាហ្នឹងมันរួចទឹកតការទេប៉ុន្តែយើងទៅទីតាំងណាដែលចិនគិតថាចិនគេបានផ្ដល់អាហ្នឹងទើបរួចទឹកតការអាហ្នឹងអញ្ចឹងដូចថាការផ្ដល់ការរួចទឹកតការរវាងប្រទេសនិងប្រទេសវាតែងតែកើតមានឡើងហើយចំពោះខ្ញុំថាអាហ្នឹងវាជារឿងធម្មតានៅក្នុងតាក់ទិចឬក៏យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលមួយដែលគិតថាមានប្រយោជន៍អ្វីមួយហើយចំណុចមួយទៀតក៏ជាការព្យាបាលដែរនៅពេលដែលមានការផ្ដល់ទឹកតការដល់ជនជាតិចិនបែបនេះហើយជនជាតិចិនកំពុងតែល្បីល្បាញនៅក្នុងប្រទេសកម្ពុជានិងក្នុងពិភពលោករឿងអាស្រូវអំពីការប្រព្រឹត្តបទល្មើសហ្នឹងក៏គេមិនឃើញរដ្ឋាភិបាលនៃប្រទេសកម្ពុជាបង្ហាញចំហឬក៏ប្រកាសនៅវិធានការនៃការលើកលែងទឹកតការដល់បណ្ដាប្រទេសសេរីមួយចំនួននៅទីហោដូចនៅអឺរ៉ុបឬក៏អាមេរិកអីចឹងដែលគេគិតថាជាប្រភពទីផ្សារឬក៏ជាប្រភពចាយលុយធំអាហ្នឹងក៏មានការលើកឡើងហើយក៏ជាការពិចារណាមួយដែរប៉ុន្តែចំពោះខ្ញុំថាប្រហែលជារដ្ឋាភិបាលពិចារណាទៅលើចំនួនភ្ញៀវទេសចរតើភ្ញៀវទេសចរមកពីប្រទេសណាច្រើនឧទាហរណ៍អាចថាផ្អែកលើតួលេខជាក់ស្ដែងនៃភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជាគឺមកពីចិនច្រើនដូច្នេះហើយបានជារដ្ឋាភិបាលមានវិធានការបែបហ្នឹងអាហ្នឹងក៏ជាហេតុផលមួយដែលអាចដែរប៉ុន្តែសំខាន់រដ្ឋាភិបាលមានការបញ្យល់ចាសសូមអរគុណលោកអន្ទៀងលោកទៅតែបានលើកចំណុចខ្លះពាក់ព័ន្ធនឹងហេតុផលដែលអាចទៅរួចអញ្ចឹងនិយាយពីផលនៃការសម្រេចរបស់រដ្ឋាភិបាលដែលផ្ដល់ដែលលើកលែងទឹកតការសម្រាប់ជនជាតិចិនចូលកម្ពុជានេះលោកអន្ទៀងគិតថាតើការសម្រេចនេះមានភាពវិជ្ជមាននិងអវិជ្ជមានបែបណាទៅចា៎សុខេងចំពោះខ្ញុំយល់ស្របជាមួយអ្នកវិភាគខ្លះថារាល់ការសម្រេចវាតែងតែមានភាពវិជ្ជមាននិងអវិជ្ជមានណាប៉ុន្តែចំពោះខ្ញុំជាចំហខ្ញុំវិញខ្ញុំគាំទ្រនៃការសម្រេចបែបនេះជាងយើងថ្មីបើជនជាតិចិនប្រព្រឹត្តនៅបទល្មើសច្រើនហើយមានរឿងអាស្រ័យច្រើនប៉ុន្តែចំពោះខ្ញុំថាមិនមែនដោយសារជនជាតិចិនទេដោយសារសមត្ថភាពនៃរដ្ឋាភិបាលតើយើងសមត្ថភាពនៃការគ្រប់គ្រងមនុស្សនៅក្នុងសង្គមហើយសមត្ថភាពនៃការផ្ដល់សន្តិសុខដល់ពលរដ្ឋខ្មែរសមត្ថភាពនៃការបង្ក្រាបនៅបទឧក្រិដ្ឋនៅក្នុងប្រទេសឧទាហរណ៍ជនជាតិចិនភាគច្រើនបង្កើតនៅអំពើឆបោកអនឡាញតាមរយៈនៃការបង្កើតកាស៊ីណូធំៗហ្នឹងប៉ុន្តែសួរថាតើជនជាតិចិនទាំងអស់ហ្នឹងមកហើយធ្វើដោយខ្លួនឯងកើតឬក៏ដោយសារមានការសហការពីអ្នកចំនួនធំរបស់ខ្មែរហើយក៏អ្នកមានអំណាចធំរបស់ខ្មែរអញ្ចឹងប្រទេសណាដោយប្រទេសណាមានជនល្មើសមានជនខុសខើមានជនឧក្រិដ្ឋមានជនពុករលួយដូចគ្នាប៉ុន្តែសំខាន់រដ្ឋាភិបាលនៃប្រទេសមួយតើមានចំហយ៉ាងម៉េចមានសមត្ថភាពយ៉ាងម៉េចហើយមានចេតនាយ៉ាងម៉េចអាហ្នឹងចំពោះខ្ញុំថាការបើយើងគិតថាបើកទលាយហើយជនជាតិនៃប្រទេសហ្នឹងមកច្រើននាំចំណូលមកច្រើនជាតាមរយៈភ្ញៀវទេសចរឬក៏អ្នកវិនិយោគទុនគឺជារឿងល្អប៉ុន្តែរឿងអាក្រក់មិនអាក្រក់អំពើដែលគេធ្វើក្នុងប្រទេសយើងអាក្រក់មិនអាក្រក់គឺអាស្រ័យលើរដ្ឋាភិបាលទេហើយយើងមើលថាដូចចិនស៊ីអញ្ចឹងជាជនជាតិចិនបានសេចក្ដីខ្មែរហើយបង្កើតនៅអំពើឆបោកអនឡាញល្បីល្បាញពេញពិភពលោកសួរថាណាក្នុងឯងហើយយើងមិនថាលោកហ៊ុនសែនទេប៉ុន្តែគាត់ជាទីផ្សាររបស់លោកហ៊ុនសែនហើយយើងឃើញស្រាប់ហើយគឺអាមេរិកដាក់ទណ្ឌកម្មអាមេរិករឹបអូសលុយកាក់រដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្មហើយរឹបអូសលុយកាក់រដ្ឋាភិបាលថៃរដ្ឋាភិបាលកូរ៉េខាងត្បូងរដ្ឋាភិបាលម៉ាឡេស៊ីគេមានវិធានការលើបុគ្គលនឹងប៉ុន្តែសំណួរសួរថាតើលោកហ៊ុនសែនមានវិធានការលើបុគ្គលនឹងដែរអត់ហើយតើលោកហ៊ុនសែនមានចេតនាអត់ហើយចំពោះខ្ញុំថាលោកហ៊ុនសែនអត់មានចេតនាជាងបើសិនជាមានចេតនាលោកហ៊ុនសែនអាចតាក់ទងជាមួយបណ្ដារដ្ឋាភិបាលបរទេសទាំងអស់ហ្នឹងឲ្យជួយប្រោសផុសតាមហើយចាប់បុគ្គលនឹងបានព្រោះបុគ្គលនឹងជាទីផ្សាររបស់ខ្លួនហើយកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬក៏គេចេញពីប្រទេសកម្ពុជាប៉ុន្តែមានបកពួកហើយនឹងទ្រព្យសម្បត្តិជាច្រើននៅក្នុងប្រទេសកម្ពុជាហើយយើងឃើញរហូតដល់ពេលនេះគឺលោកហ៊ុនសែន
ហើយក៏រដ្ឋាភិបាលលោកហ៊ុនម៉ាណែតអត់មានវិធានការទាំងអស់អញ្ចឹងអានឹងចំណុចទី1ខ្ញុំថាអាស្រ័យលើរដ្ឋាភិបាលទេអានឹងទី1ទី2បើយើងនិយាយ logic ជនជាតិវៀតណាមចូលមកក្នុងប្រទេសកម្ពុជាដោយសេរីដោយគ្មានទិដ្ឋាការដោយគ្មានអីហ្នឹងច្រើនជាងជនជាតិចិនទៅទៀតអញ្ចឹងវាអាស្រ័យទៅលើចេតនានិងគោលនយោបាយរដ្ឋាភិបាលទេលើជំហររបស់រដ្ឋាភិបាលទេអញ្ចឹងចំពោះខ្ញុំថាប្រសិនបើរដ្ឋាភិបាលថ្លែងថាអាការមិនយកលុយថ្លៃទិដ្ឋាការហ្នឹងវាចំណេញជាងមានន័យថាផ្ដល់ឲ្យគេចូលមកដោយសេរីហើយយើងបានលុយពីវិស័យទេសចរហើយក៏ការចាយវាយរបស់ជនជាតិចិនទាំងអស់ហ្នឹងច្រើនជាងយើងយកថ្លៃវីសាហ្នឹងយើងផ្ដល់ឲ្យគេមកដោយគ្មានបង់លុយថ្លៃទិដ្ឋាការហ្នឹងវាល្អជាងអាហ្នឹងជាយោបល់ខ្ញុំសកេចាសូមអរគុណលោកមន្ទីអញ្ចឹងយើងបន្តទៅប្រធានបទអន្តរជាតិហើយក៏ជាប្រធានបទចុងក្រោយសម្រាប់សប្តាហ៍នេះដែរគឺរឿងស្ថានភាពសង្គ្រាមរុស្ស៊ីអ៊ុយក្រែនចាលោកមន្ទីតើសង្គ្រាមរុស្ស៊ីអ៊ុយក្រែនមកទល់ពេលនេះមានការវិវត្តយ៉ាងដូចម្តេចដែរចាសុខេងទៅរហូតដល់ពេលនេះមានការវិវត្តច្រើនជាពិសេសនៅក្នុងសប្តាហ៍នេះសុខេងយើងឃើញនៅក្នុងសប្តាហ៍នេះគឺបណ្ដាព័ត៌មានអន្តរជាតិជាច្រើនបានលើករឿងបញ្ហារុស្ស៊ីនិងអ៊ុយក្រែននេះគឺនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែននោះគឺរុស្ស៊ីបង្កើននៅការវាយលុកខ្លាំងក្លាហើយក្រៅពីនេះទីក្រុងគៀវដែលជាទីក្រុងធំរបស់អ៊ុយក្រែនដូចប្រៀបធៀបប្រទេសកម្ពុជាដូចជាទីក្រុងភ្នំពេញអញ្ចឹងដែលគេហៅថា capital អញ្ចឹងទីក្រុងគៀវនេះរងការវាយប្រហារខ្លាំងក្លាតាមរយៈការបាញ់ដ្រូននិងមីស៊ីលជាដើមហើយក្រៅពីនេះលោកពូទីនផ្ទាល់គឺគម្រាមហើយគម្រាមទៀតនៅក្នុងសប្តាហ៍នេះថារុស្ស៊ីនឹងកាន់កាប់តំបន់ Donetsk ទាំងមូលតំបន់ Donetsk ហ្នឹងគឺជាខេត្តមួយដ៏ធំនៅភាគខាងកើតហ្នឹងហើយលោកពូទីនថាកងទ័ពអ៊ុយក្រែនមានជម្រើសពីរជម្រើសទី1គឺចុះចាញ់ហើយចាក់ចេញពីតំបន់ Donetsk ហ្នឹងហើយទី2គឺតស៊ូប្រយុទ្ធរហូតដល់ស្លាប់មានន័យថាកងទ័ពរុស្ស៊ីមានលទ្ធភាពគ្រប់គ្រាន់នៃការចូលទៅសម្លាប់ក្នុងពេលណាក៏បានដើម្បីគ្រប់គ្រងតំបន់ Donetsk នេះហើយចំណុចមួយទៀតហ្នឹងលោកពូទីនផ្ទាល់ហ្នឹងក៏គម្រាមធ្វើសង្គ្រាមបន្តសង្គ្រាមហួសពីប្រទេសអ៊ុយក្រែនទៅដល់ប្រទេសសមាជិកសហគមន៍អឺរ៉ុបដទៃទៀតប្រសិនបើសហគមន៍អឺរ៉ុបហ្នឹងបន្តលុកឡាយឬក៏បង្កនៅភាពអមិត្តជាមួយប្រទេសរុស្ស៊ីឬក៏បន្តនៃការគ្រប់គ្រងអ៊ុយក្រែនក្នុងការប្រឆាំងរុស្ស៊ីហើយក្រៅពីនេះដែរនៅក្នុងសប្តាហ៍នេះគឺលោកពូទីននឹងបានប្រកាសជាថ្មីថាកងទ័ពរបស់ខ្លួនបានកាត់កាប់នៅទីក្រុងយុទ្ធសាស្ត្រមួយដ៏សំខាន់គឺគេហៅថាទីក្រុងប៉ុកក្រូហើយអ្នកតាមដានស្ថានភាពសង្គ្រាមហ្នឹងគឺបានតាមឃ្លាំមើលទីតាំងនឹងរហូតព្រោះវាជាទីតាំងយុទ្ធសាស្ត្រហើយសំខាន់ហើយទីតាំងនេះមានការប្រយុទ្ធនេះស៊ីសាច់ហត់ឈាមប្រហែលសប្តាហ៍មកហើយប៉ុន្តែដោយឡែកសុខេងខាងភាគីអ៊ុយក្រែនវិញក៏បានខាងកងទ័ពអ៊ុយក្រែនក៏បានប្រកាសវិញថានៅក្នុងសប្តាហ៍នេះគឺខ្លួនបានកំទេចនៅទីតាំងស្តុកប្រេងរបស់រុស្ស៊ីនៅក្នុងតំបន់តាបូជាទីតាំងមួយសំខាន់ហើយក្រៅពីនេះក៏បានប្រកាសថាបានកំទេចនៅទីតាំងផលិតនិងស្តុកដ្រូនរបស់រុស្ស៊ីនៅក្នុងតំបន់មួយឈ្មោះថាសាគីដែលស្ថិតនៅក្នុងតំបន់គ្រីមៀហើយតំបន់គ្រីមៀគឺជាទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ2014មកហើយក្រៅពីនេះកងទ័ពអ៊ុយក្រែនក៏បានប្រកាសថានៅក្នុងទីក្រុងខាឃីវថាកងទ័ពរបស់ខ្លួនហ្នឹងរបស់អ៊ុយក្រែនហ្នឹងបានវាយរុញច្រានកងទ័ពរុស្ស៊ីនៅភាគខាងជើងទៅវិញហើយក្រៅពីនេះខាងវិទ្យាស្ថានសិក្សាសង្គ្រាមរបស់អាមេរិកហ្នឹងដែលមានការតាមដានរឿងសង្គ្រាមអ៊ុយក្រែននេះជាប់ហើយបានចេញជារបាយការណ៍ជាប់លាប់ហ្នឹងដំបូងឡើយបានចេញនៅរបាយការណ៍ថាទីក្រុងភូមិសាស្ត្រប៉ុកក្រូដែលខ្ញុំលើកឡើងខាងដើមហ្នឹងថាអាចនឹងធ្លាក់ក្នុងដៃរុស្ស៊ីឆាប់ប៉ុន្តែនៅពេលនេះនៅពេលដែលរុស្ស៊ីប្រកាសថាបានកាន់កាប់ទាំងស្រុងវិទ្យាស្ថាននេះបានប្រកាសថាខ្លួនមិនមានភស្តុតាងណាថារុស្ស៊ីបានកាន់កាប់ទាំងស្រុងទេ
ហើយដោយឡែកខាងអ៊ុយក្រែនក៏ប្រកាសថានៅតែបន្តប្រយុទ្ធនឹងកាន់កាប់នៅទីតាំងយុទ្ធសាស្ត្រមួយចំនួននៅឡើយនៅក្នុងទីក្រុងនេះហើយវិទ្យាស្ថាននេះក៏បានបញ្ជាក់ថាអ្វីដែលរុស្ស៊ីប្រកាសនោះគឺជាព័ត៌មានបំភ្លើសហើយជាចិត្តសាស្ត្ររបស់រុស្ស៊ីតាមពិតរុស្ស៊ីមិនទាន់បានកាន់កាប់ទាំងស្រុងនៅទីក្រុងយុទ្ធសាស្ត្រនេះនៅឡើយទេជាមួយគ្នានេះដែរសុខេងសហគមន៍អឺរ៉ុបបានប្រកាសដឹងថាខ្លួននឹងធ្វើការសម្រេចនៅជំរឿសជាក់លាក់មួយនៅក្នុងចុងខែនេះដើម្បីផ្ដល់លុយកម្ចីទៅដល់ប្រទេសអ៊ុយក្រែនដើម្បីអ៊ុយក្រែននឹងទិញអាវុធនិងពង្រឹងសមត្ថភាពក្នុងការការពារខ្លួនទប់ទល់ជាមួយនឹងរុស្ស៊ីវិញអញ្ចឹងកិច្ចប្រជុំនេះគេនឹងធ្វើឡើងនៅក្នុងចុងខែនេះតាមរយៈនៃការដាក់សំណើនៅជំរឿស2សម្រាប់សមាជិកនៃប្រទេសសហគមន៍អឺរ៉ុបនឹងបោះឆ្នោតហើយលុយដែលគេគ្រោងឲ្យអ៊ុយក្រែនខ្ចីហ្នឹងគឺជាលុយដែលគេបានពីការប្រាក់នៃលុយរបស់រុស្ស៊ីដែលគេបង្កក់នៅក្នុងបណ្ដាប្រទេសសម្ព័ន្ធមិត្ត NATO មួយចំនួនហ្នឹងប៉ុន្តែគេមិនដកលុយការហ្នឹងឲ្យទៅអ៊ុយក្រែនដាច់ទេគេឲ្យជាកម្ចីហើយគេនឹងធ្វើផែនការឲ្យអ៊ុយក្រែនសងវិញទៅពេលណាដែលចាប់សង្គ្រាមហើយក្រៅពីនេះគេមានការភ្ញាក់ផ្អើលដែរនៅក្នុងសប្តាហ៍នេះមានការចាប់អារម្មណ៍ពីសារព័ត៌មាននានានៅក្នុងពិភពលោកហ្នឹងគឺប្រទេសមិនមែនជាសមាជិកអង្គការ NATO 2គឺប្រទេសអូស្ត្រាលីនិងប្រទេសញូហ្សេឡង់បានប្រកាសពីការជួយផ្គត់ផ្គង់ថវិកានិងយុទ្ធភ័ណ្ឌមានន័យថាឧបករណ៍យោធាទៅដល់ប្រទេសអ៊ុយក្រែនដើម្បីពង្រឹងសមត្ថភាពអ៊ុយក្រែនការពារខ្លួននិងវិបកទៅលើរុស្ស៊ីជាពិសេសគឺប្រព័ន្ធរ៉ាដាចាប់ព័ត៌មានហើយក្រៅពីនេះដែរបណ្ដាប្រទេសសមាជិកអង្គការ NATO បានប្រកាសនៅក្នុងសប្តាហ៍នេះថាខ្លួនបានប្រុងប្រយ័ត្នរួចរាល់ហើយទៅក្នុងកញ្ចប់ថវិកាមួយដើម្បីទិញអាវុធពីសហរដ្ឋអាមេរិកយកទៅផ្គត់ផ្គង់អ៊ុយក្រែនដើម្បីឲ្យអ៊ុយក្រែនមានចំហរឹងមាំនៅក្នុងការតទល់ឬក៏វិបកទៅនឹងរុស្ស៊ីវិញក្នុងគោលបំណងចង់ឲ្យអ៊ុយក្រែនស្ថិតនៅក្នុងចំហនឹងណមួយនៅក្នុងការចរចារកសន្តិភាពជាមួយនឹងប្រទេសរុស្ស៊ីហើយក្រៅពីនេះក្នុងសប្តាហ៍នេះគេឃើញលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់លោក Donald Trump នោះបានជួបមួយលោកពូទីនផ្ទាល់កាលពីថ្ងៃអង្គារសប្តាហ៍នេះដើម្បីពិភាក្សាអំពីសំណើសន្តិភាពក្រោយពីសហរដ្ឋអាមេរិកបានជួបមួយគណៈបកប្រភពអ៊ុយក្រែនប៉ុន្តែតាមរយៈព័ត៌មាននានានឹងផ្សាយថាលទ្ធផលដូចជាมันមានអីវិវត្តទេក្រោយពីជួបមួយលោកពូទីនកាលពីថ្ងៃអង្គារនេះកន្លងមកហើយលោក Donald Trump ក៏បានចេញមកបញ្ជាក់រឿងនេះដែរថាมันមានអ្វីជាលទ្ធផលធំដុំទេប៉ុន្តែជាការវិវត្តមួយដែលអាចល្អប៉ុន្តែត្រូវការពេលវេលានៃការធ្វើការជាច្រើនទៅមុខទៀតហើយចំណុចនេះគេធ្វើឲ្យគេមានការចាប់អារម្មណ៍ថាលោក Donald Trump ប្រកាសនៅពេលនេះវាផ្ទុយពីអ្វីដែលលោក Donald Trump ប្រកាសកាលពីសប្តាហ៍មុនថាដាក់សំណើឲ្យអ៊ុយក្រែនសម្រេចតែក្នុងរយៈពេលមួយសប្តាហ៍រឿងផែនការសន្តិភាពនេះហើយជាមួយគ្នានេះលោកពូទីនក៏បានប្រកាសដែរថាការស្វែងរកការស្រុះស្រួលនេះឬក៏ចំណុចរួមដើម្បីឲ្យមានសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែននេះគឺជាការលំបាកដ៏ខ្លាំងក្លាមួយហើយមានន័យថាលោកពូទីនមានការជំទាស់ច្រើនទៅនឹងផែនការសន្តិភាពដែលស្នើដោយអាមេរិកក្រោយជួបជាមួយគណៈបកប្រភពអ៊ុយក្រែនស្កេងចាសសូមអរគុណលោកអន្ទៀងឆ្លើយតបទៅនឹងចំណុចដែលលោកមានប្រសាសន៍ពាក់ព័ន្ធនឹងការវិវត្តណាអញ្ចឹងថាតើហេតុអីបានជាលោកពូទីនបង្កើនការវាយប្រហារនិងគំរាមកំហែងលើអ៊ុយក្រែននៅក្នុងពេលនេះចា៎សុខេងហ្នឹងហើយនៅក្នុងពេលនេះគឺពូទីនមានការគម្រាមទាំងអ៊ុយក្រែនគម្រាមទាំងសហគមន៍អឺរ៉ុបហើយឃើញជាក់ស្ដែងការបង្កើននៅវោហារសាស្ត្រនិងការបង្កើនសកម្មភាពយោធានៅក្នុងទឹកដីអ៊ុយក្រែនភាគខាងកើតហើយនឹងទីក្រុងធំរបស់អ៊ុយក្រែនគឺទីក្រុងគៀវហ្នឹងហើយឆ្លើយទាំងសំណួរសុខេងថាមិនបានរឿងហ្នឹងវាកើតឡើងខ្លាំងនៅពេលហ្នឹងចំពោះខ្ញុំការកើតឡើងខ្លាំងនៅពេលហ្នឹងគឺនៅពេលនេះលោក Donald Trump ក៏កំពុងតែជំរុញឲ្យមានការទទួលយកនៅផែនការសន្តិភាពនេះកាន់តែខ្លាំងក្លាដែរដូច្នេះចំពោះខ្ញុំយល់ថា
លោកពូទីនបង្កើនវោហារសាស្ត្រនិងសកម្មភាពយោធានៅពេលនេះគឺដើម្បីឲ្យខ្លួនឯងមានឥទ្ធិពលនៅក្នុងការចរចាដើម្បីខ្លួនឯងទាមទារលក្ខខណ្ឌឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានដូច្នេះនេះជាយុទ្ធសាស្ត្រមួយគឺវាយផងសង្គ្រប់ផងហើយចរចាផងសុខេងចាសសូមអរគុណលោកកន្ទៀងនេះខ្ញុំសូមជម្រាបលាចាសសូមអរគុណសុខេងសូមជម្រាបលាបាទលោកនាងជាទីមេត្រីកម្មវិធីផ្សាយព័ត៌មានប្រចាំថ្ងៃរបស់ VD នៅពេលនេះចប់តែប៉ុណ្ណេះសហការីយើងខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នកនាងដែលបានតាមដានទស្សនាសេចក្តីរាយការណ៍របស់ VD បាទ VD សូមទទួលយកមតិរិះគន់ដើម្បីផលិតព័ត៌មានឲ្យកាន់តែស៊ីជម្រៅព័ត៌មានពិតនិងស៊ីជម្រៅគឺជាមូលដ្ឋានសម្រាប់ចិត្តត្រូវរបស់លោកអ្នកនាងក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងការបោះឆ្នោតការសិក្សានានារកឃើញថារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវកំណើនសេដ្ឋកិច្ចស្ទើរតែទាំងអស់ធ្លាក់ក្នុងដៃក្រុមគ្រួសារអ្នកមានអំណាចរីឯពលរដ្ឋខ្លាចជាជនរងគ្រោះនៅអំពើពុករលួយបាទលោកនាងជាទីមេត្រីគណៈពេលនេះខ្ញុំបាទសែនសច្ចៈនិងសហការីផ្សាយសូមអរគុណនិងសូមជម្រាបលា